រឿងនេះខ្ញុំបញ្ជាក់ទីតាំងបានរឿងនេះកើតឡើងនៅក្នុងខេត្តស្ទឹងត្រែងនៅក្នុងខេត្តស្ទឹងត្រែងស្រុកសៀមបូកឃុំខ្ញុំមិនដឹងថាឃុំឬក៏ភូមិតែខ្ញុំដឹងថាដូចជានៅភូមិហ្នឹងភូមិសំពីអីមិនទេអត់អីភូមិអីក៏បានដែរភូមិហ្នឹងខ្ញុំភ្លេចទៅព្រោះរឿងនេះកើតឡើងយូរដែរហើយកើតឡើងនេះគឺកើតឡើងរឿងពាក់ព័ន្ធនឹងវាស់វែងដីធ្លីរឿងហ្នឹងគឺចេះខ្ញុំសុំលាក់ក្រុមឡើងហ្នឹងណាអូនមកសុំលាក់អាហ្នឹងបានទេបានបងដោយសារតែវាពាក់ព័ន្ធជាមួយនឹងរឿងមួយបងហ្នឹងហើយការហ្នឹងគឺវាស់ដីណាក្រុមការងារមួយគាត់ចុះទៅវាស់ដីទៅក៏វាស់ចំដីមួយហ្នឹងខាងបងប្អូនជនជាតិអាហ្វ្រិកគាត់អត់ព្រមតែក៏អត់មានជាកើតទំនាស់អីធំដែរគ្រាន់តែថាគាត់ចង់និយាយថាតនឹងធ្លាប់មានភ្នោរបស់មេកត្រៀងគេមេកត្រៀងជនជាតិគេណាអញ្ចឹងពួកយើងក៏សុំជាលក្ខណៈដូចថាឥឡូវបើប៉ះពាល់កន្លែងហ្នឹងអូខ្ញុំកន្លែងខ្ញុំសុំអធិស្ឋានមែនទែនខ្ញុំសុំទោសទៅកាន់បងប្អូនជនជាតិអាហ្វ្រិកតិចមែនទែនខ្ញុំសុំទោសអត់មានចេតនាថាចង់លើករឿងជនជាតិគាត់មកនិយាយហើយក៏មិនមែនថាចង់និយាយថាពួកគាត់អាក្រក់អីឬក៏ចេះអាគមអីចឹងមែនទេតែគ្រាន់តែថាអានេះវាជារឿងដែលធ្លាប់ជួបមែនចឹងណានៅពេលបែបហ្នឹងក៏វាមិនមែនថាមានទំនាស់អីធំដែលកើតឡើងទេដោយរបៀបថាឥឡូវយើងប៉ះកន្លែងដីគាត់ទៅណាអញ្ចឹងយើងក៏សុំសម្រុំឲ្យគាត់ថាវៀងយើងធ្វើវៀងអញ្ចឹងណាយើងវាស់វៀងទៅព្រោះអីកន្លែងដែលគ្រប់សក្ការៈគឺដូចជាក្នុងច្បាប់ដូចគេមានចែងថាឲ្យប៉ះពាល់អញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅគេនោះក៏ព្រមខាងបងប្អូនជនជាតិគាត់ព្រមហើយក្រុមមួយហ្នឹងខ្ញុំនិយាយអត់ទៅក្រុមហ្នឹងគឺក្រុមខាងពួកខ្ញុំមានម្នាក់ហ្នឹងគាត់របៀបដូចថាគាត់អូយនិយាយថាមកថាឲ្យយើងយកគាត់ស្ដាប់ចេះបើមេព្រមតែគាត់ថាចេះឆ្លើយពាក្យមួយម៉ាត់ឆ្លើយចេះដឹងធ្វើស្អីគាត់ទេអាគេឲ្យហើយក៏មិនព្រមយកធ្វើឯងតវ៉ាអីចឹងរបៀបចំលើយភាសាចំលើយខ្ញុំអត់ចង់និយាយអត់ភាសាពីលហ្នឹងហើយវាទៅជាអញ្ចឹងណាហើយពួកគាត់ហ្នឹងក៏របៀបខឹងគាត់ចាប់ផ្ដើមខឹងណាគាត់ខឹងតែពួកគាត់អត់និយាយច្រើនទេបងប្អូនហ្នឹងអូយបងប្អូនគាត់អត់និយាយច្រើនទេគ្នាគាត់5នាក់គឺគាត់អត់និយាយច្រើនតែគាត់សន្លឹងមើលតាមមុខអ្នកហ្នឹងមួយគត់សន្លឹងមើលមុខអ្នកហ្នឹងអត់ដាក់ភ្នែកហ្មងអូយស្មាទោសភ្នែកគាត់មុតហ្មងគាត់សន្លឹងឧទាហរណ៍សំទោសណាទៅថាខ្ញុំសន្លឹងតែពេកហ្នឹងមួយអញ្ចឹងណាមិនមែនសន្លឹងអញញឹមទេណាសន្លឹងអ្នកឯងតួអ្នកឯងដើរផុតទៅក៏គាត់តាមសន្លឹងតតែដាច់ហ្មងតតែដាច់ភ្នែកគាត់ហ្មងណាស្រាប់តែត្រឡប់មកវិញទាំងអស់គ្នាត្រឡប់មកវិញក៏មេនិយាយហើយក្រោយហើយកុំនិយាយចឹងណាទី1វាអសរោះទី2កុំបកករឿងដូចរបៀបយើងណែនាំគាត់ចឹងណាតែមនុស្សគាត់ចិត្តរបៀបដូចថាចិត្តឆៅហ្មងណាគាត់ថាឯងធ្វើឯងធ្វើមកអញ្ចឹងណាគាត់កូនខ្លាំងមែនតើហើយកាលនឹងពេលដែលចុះទៅដល់ស្រុកនឹងណាអត់មានកន្លែងគេងទេទៀនម្ចាស់ឆ្នាំ2013 2014រោទស្សនៈគេងអត់បានទេនាំគ្នាទៅសម្រាកនៅវត្តណាចៅអធិការវត្តព្រះអង្គលោកឲ្យក្រុមការងារហ្នឹងថានាំគ្នាសម្រាកនៅក្រោមវត្តដោយសារវត្តហ្នឹងទៅសខ្ពស់ឡើងណាអញ្ចឹងសម្រាកនៅក្រោមវត្តទៅវាមិនមែនក្រោមវត្តទេភាសាហ្នឹងគេនិយាយអញ្ចឹងដូចថាព្រះអង្គលោកមានសង្ឃការអញ្ចឹងតែមិនមែនតែឲ្យទៅដេកនៅក្រោមវត្តទេក្រោមវិហារអញ្ចឹងក្រោមវិហារអាខាងមុខហ្នឹងអាកន្លែងកម្មចលាឡើងមកហ្នឹងតែគាត់ប្រគុណម្ចាស់លោកមានសង្ឃការអញ្ចឹងណាដល់ពេលអញ្ចឹងនាំគ្នាយើងរៀបសក្តិរៀបអីសម្រាប់ហ្នឹងហើយនៅមុខវត្តហ្នឹងម្ចាស់ថ្លៃហើយដើមព្រីង4អោបដើមព្រីងប៉ុណ្ណានៃដើមព្រីងដើមឈើទាលអាដើមព្រីងខ្ចប់គេដើមដូចដើមស្រល់យើងអាធំហ្នឹងណាទេមានអារម្មណ៍ថាវត្តនោះដូចដាំតែដើមឈើចឹងណាឲ្យឡាប់ប៉ុណ្ណានៃស្រាប់តែយប់ឡើងនាំគ្នាសម្រានទាំងអស់គ្នាប្រហែល5 ដល់ 10 នាក់យុវជនណាសម្រានទាំងនោះទាំងអស់គ្នានាំគេងហ្នឹងស្រាប់តែយប់ឡើងប្រគុណម្ចាស់ព្រះអង្គមុនមកព្រះអង្គមុនចេញមិនដឹងថាលោកចេញពីគាត់លោកមកមិនណាព្រះអង្គក៏ថាញោមបើញោមសម្រាននៅហ្នឹងអ្នកណាគេហៅពួកញោមឯងចុះទៅលើកត់ទៅលើវិហារកុំចុះគុណម្ចាស់មានសង្ឃដីកាញោមបើណាគេមកហៅចុះទៅលើវិហារកុំចុះឲ្យសោះហើយមួយទៀតបើចង់ទៅឈឺនោមបត់ដៃបត់ជើងតូចបត់ជើងធំទៅចាប់ពី3នាក់ចាំទៅ
បើទៅពីរនាក់ក៏កុំទៅដែរលោកមានសង្ឃដីកាអញ្ចឹងហ្មងដល់ពេលអញ្ចឹងកណាលោកឪកណាណាកណាក៏នាំគ្នាស្មានមេឃអតិកាអត់ឲ្យលេងអត់យូរទេម្ចាស់ថ្លៃអត់យូរទេទំនាស់ពីថ្ងៃមកជប់ឡើងអ្នកដែលបានសលឹងមើលម្នាក់នឹងណាគឺដើរមកដល់មុខវត្តនឹងហ្មងដើរមកដល់មុខវត្តណា4នាក់មកដល់ព្រាមស្មាតោដូចខ្មោចលងចុះល្ងឹតមកដល់ព្រាមឈរមុខវត្តទៅទឹមគ្នា4នាក់ងាកមុខនិយាយគ្នាដូចថាបងនិយាយមិនឯងចឹងនិយាយរួចសលឹងមកមើលលើនិយាយរួចសលឹងមកមើលលើសលឹងអត់ដាក់ភ្នែកទេផាត់ពីសលឹងពួកខ្ញុំអត់ហ៊ានមាត់ទេស្មាតោអត់ហ៊ានមាត់ទេអារម្មណ៍មួយគិតថាចេះអូតិចអ្នកភូមិគេឡើងមកវាយស្មាតោយើងខ្លាចអ្នកភូមិគេមកវាយយើងឡើងមកវាយដល់វត្តណាអត់ទេថាចេះសងំទៅឲ្យតែផាត់សិនទៅកុំឲ្យវាមានរឿងស្រាប់តែ4នាក់ហ្នឹងគេទៅមែនតែអូស្មាតោខ្ញុំសុំទោសបងប្អូនជនជាតិដើមភាគតិចមែនណាមិនមែនថាចង់ចោលប្រកាន់តែគាត់ចេះអាគមអីទេស្មាតោមើលផាត់4នាក់គាត់ដើរចេញបាត់មែនសុំទោសខ្លែងស្រាក់2ធ្លាក់លើដបូលហៀហ្មងខ្លែងស្រាក់អាស្រ័យហៅគាត់ខ្វាកហ្នឹងណាធ្លាក់ខ្ពៀកផាត់ពីធ្លាក់ខ្ពៀកអូនពេលលើដើមព្រីងយកហ្មង2អង្គហ្មងពេលលើដើមព្រីងអ្នកដែលឃើញគឺអាប៉ែមួយដែលនិយាយតបត់មួយគេហ្នឹងហ្មងតែអាហ្នឹងមិនមែនខ្មោចសុកខ្មោចអីមកលងទេណារបស់គេប្រើមករបស់គេអាប៉ែហ្នឹងថាអំពេលនៅលើដើមឈើតែពួកខ្ញុំអត់បានឃើញផងយើងក៏គិតថាអូអាប៉ែហ្នឹងច្បាស់ជាជនជាតិធ្វើបាទជនជាតិនោះពួកគាត់នឹងអ្នកធ្វើហើយយើងក៏ប្រាប់វាថាហេណាឥឡូវចេះកុំវត្តកុំស្រែកឯងកុំស្រែកឥឡូវចេះស្ដាប់ជុំមេខ្ញុំគាត់និយាយថាកុំស្ដាប់អញហែងទៅសុំលោកចូលទៅដេកមុខបដិមាកព្រះធំហ្មងបាទចូលទៅដេកអញ្ចឹងទៅទុកឲ្យពួកបងដេកនៅក្រៅបងយាមអញ្ចឹងណាដេញវាឲ្យចូលទៅក្នុងដល់ពេលដេញអូនអើយស្មាតទោសរបស់ដែលគេត្រូវលេងគេខ្លាំងអូយស្មាតទោសអើយជនបងប្អូនជនជាតិបើស្ដាប់ខ្ញុំឡែងនេះកុំធ្វើអីខ្ញុំអត់ចេះអីទេណាសុំថែមតិចសុំកាត់តិចអានេះយើងអាចនិយាយថាបុគ្គលព្រោះសាសនាណាក៏មានបុគ្គលល្អបុគ្គលគាត់ដែលយើងនិយាយថាបុគ្គលចោះតែគ្រាន់ថាគាត់ជនជាតិប៉ុន្តែខ្ញុំពិតជាថាអូបងប្អូនគាត់ត្រូវរិះគន់ថាខ្ញុំលើកជនជាតិគាត់មកនិយាយអានេះយើងដូចអូនឯងនិយាយមិនអញ្ចឹងណារឿងបុគ្គលទេតំណោះបុគ្គលទេស្រាប់តែដេញទៅមានបងម្នាក់ដឹកដៃគាត់ទៅសម្រាននៅមុខបដិមាកព្រះអង្គធំទៅសម្រានហ្នឹងស្រាប់តែសម្រាននោះពួកខ្ញុំនៅក្រៅដេកយាមអញ្ចឹងណាព្រឹកឡើងបាត់គាត់ព្រឹកប្រហែលម៉ោង5ជាងបាត់គាត់ព្រោះម៉ោង4ម៉ោង5ហ្នឹងលោកព្រះអង្គតើនហើយព្រះអង្គលោកតើនអញ្ចឹងហ៎ភាសាតើនហ្នឹងហើយព្រះអង្គលោកតើនអញ្ចឹងក៏ភ្ញាក់ទាំងអស់គ្នាទាំងពួកខ្ញុំដែរខ្ញុំភ្ញាក់តែបាត់គាត់ក៏សួរគ្នាថាគាត់នឹងទៅណាទៅសួរព្រះអង្គថាអត់ដឹងដែរអញ្ចឹងណាអត់ដឹងអីស្រាប់តែឃើញគាត់ដើរមកវិញអូនគាត់ដើរមកវិញណាគាត់ដើរពីក្រៅមកវិញគាត់ស្លៀកស្រងមួយគាត់ដោះកៅអៅគាត់ដើរមកវិញសួរគាត់ហើយមកពីណាគាត់ប្រាប់ថាគេនាំគាត់ទៅលេងនៅភូមិនេះគេហៅគាត់ទៅផឹកស្រាកតិនគេហៅគាត់ទៅស្រាប់តែខ្ញុំឆ្ងល់ចេះស្មាតោហើយក៏មកពីពេញដូចអញដែរស្រុកភូមិគេឯងមកតបាន3ថ្ងៃមិនគេស្គាល់ហើយអូនបាទខ្ញុំអាហ្នឹងវាទៅស្រុកភូមិណាជីកសួរវាក៏ដឹងតែមកដល់ភ្លាមអញងុយដេកអញសុំដេកដេកមែនគេងតាំងពីម៉ោងព្រឹកប្រហែលរហូតដល់ម៉ោងហ្នឹងវិញណាគេងពីម៉ោង5ថាម៉ោង5ទៅចាស់បាទពីម៉ោង5ព្រឹកដល់ម៉ោង5ល្ងាចម៉ោងហ្នឹងទៅដែរគាត់នឹងភ្ញាក់មកវិញដូចគេដាស់ទៅនេះឲ្យងើបម៉ោងស្មើនឹងវិញអញ្ចឹងពេលដែលគាត់ងើបមកវិញស្មាតោហ៎ខ្ញុំធ្វើសឡមកជួយមួយឆ្នាំដិបប៉ុណ្ណេះសម្រាប់គ្នា5-10នាក់មួយឆ្នាំដិបប៉ុណ្ណឹងម៉ោង5យើងមិនហូបបាយល្ងាចយើងសម្រាប់ការងារហើយបាទខ្ញុំធ្វើសឡមកជូវៀតណាមខ្ញុំជូហ្នឹងសឡមកជូយួនវៀតណាមហ្នឹងអីស្រាប់ខ្ញុំកំពុងស្លខ្ញុំឃើញជនជាតិដើមភាគតិចពួកគាត់2នាក់គាត់ដើរតគាត់ទេស្មាតោគាត់ដើរតគាត់ទេណាគាត់ដើរដូចថាកាត់ផ្លូវនឹងអញ្ចឹងណាវឹងទៅអញ្ចឹងខ្ញុំឃើញគាត់ខ្ញុំបែរមុខចេញខ្ញុំខ្លាចដែរខ្ញុំបែរមុខចេញខ្ញុំអត់ហ៊ានមើលខ្ញុំតម្លាក់ទឹកមុខចុះក្រោមអញ្ចឹងខ្ញុំធ្វើធម្មតាតែត្រង់ថាគាត់នឹងមើលមកពួកខ្ញុំអត់ខ្ញុំអត់ហ៊ាននិយាយឯឡែងហ្នឹង
តែខ្ញុំដឹងថាឃើញពួកគាត់ដែរខ្ញុំតម្លាក់មុខចោលហើយស្រាប់តាថាគាត់នៅទៅផុតតែគាត់មកវិញណាគាត់ឈប់ស្កប់ណាអត្តការគាត់ងាកមើលចេះគាត់សលឹងមកមើលពួកខ្ញុំហ្មងណាខ្ញុំចាប់ដើមអូមើលទៀតទេតម្លាក់មុខចោលទៀតទេខ្ញុំយើងខ្លាចតម្លាក់មុខទៀតទេសាប់តតម្លាក់មុខស្លោមកជូជនជាតិមួយឆ្នាំអត់ទាន់មានពីណាហ៊ានហូបទេដាក់មួយឆ្នាំនោះដឹបមកគៀនសិនមក7បាននាំនេះហូបស្លោមកជូជនជាតិត្រីប្រាដល់ម៉ោងហូបពោះវេកនេះប៉ុណ្ណេះមកកង់ប៉ុណ្ណេះសុទ្ធតែពោះវេកសាច់ពោះវេកនៅក្នុងស្លោនោះសាច់ពោះវេកទាំងអស់មានណាហ៊ានហូបលើកដួសមកវេកចំសកាពោះវេកមកវេកសកាពោះវេកមកវេកទៀតសកាពោះវេកទេស្លោមកជូជនជាតិពោះហីមកឆ្នាំងដឹបចាប់ដើមស្លោមាត់លេបទឹកមាត់គឺគ្រប់នេះអាយ៉យដឺអត់ស្រួលទេដឺអត់ស្រួលហ្មងសាប់តែផុតពីអត់ស្រួលណាយកទ្រឿងទៅទូលប្រកេនព្រះអង្គលោកឪកណាស្លោមជូជនជាតិនឹងត្រីប្រាច្បាស់អត់មិនចេញពោះអញ្ចឹងមែនគុណម្ចាស់ព្រះអង្គអូនព្រះអង្គលោកខ្លាំងណាស់អូនព្រះអង្គយកដៃយកប្រហោះលោកទៅចាប់អំបិលក្តាមមកច្បាប់លោកក៏សោតរួចលោកបោះទៅក្នុងសាឡហ្នឹងលោកមុនចេញទៅដល់ដើមខាងក្រៅបោះចូលក្នុងសាឡលោកមុនចេញទៅក្រៅលោកទៅព្រះអង្គលោកទៅសោតដឹងតែឮទៅសម្ដីលោកថាចេះញោមអើយលើកលែងទៅអាហ្នឹងសង្ឃការលោកចុងក្រោយលោកថាអើយញោមអើយដោះលែងទៅព្រះអង្គក៏មុនមកវិញព្រះអង្គក៏ប្រាប់ចេះដួសសាឡហ្នឹងមើលដួសម្ដងទៀតត្រីប្រាលោកប្រាប់ថាអាគមគេសាអាយគេធ្វើអាយអញ្ចឹងក្នុងចំណោមញោមហ្នឹងមានញោមម្នាក់អាចត្រូវអញ្ចឹងញោមឯងបើអាចកុំចេញពីវត្តនៅហ្នឹងឯងកុំចេញតែម្នាក់នឹងរឹងណាស់រឹងខ្លាំងមែនទែនយប់ឡើងមេគាត់ជប់លៀន សុំកាត់តិចបងកុំឲ្យហួសសាច់រឿងឆ្ងាយចោះឲ្យពេលបាច់អំបិលមកក្តាប់ទៅសឡមិនប្រហែលអត់ប្រហែលវត្តសឡហ្នឹងហូបធម្មតាទាំងអស់វាដូចបាច់ចូលក្នុងសឡហ្មងថាវាមិនមែនមកក្តាប់ធំអីទេមកដូចថាយើងមកក្តាប់មកល្មមមកចាប់ថាមកចាប់លោកអង្គលោកប្រោះចូលគេហៅប្រក់ចូលក្នុងសាឡហ្នឹងអូខេខ្ញុំគិតថាមកក្តាប់ចេះដាក់ចូលសាឡវាប្រៃអូទេប្រៃដែរនោះមួយឆ្នាំជនជាតិប៉ុណ្ណេះដែរជនជាតិទេបើខ្ញុំអត់ឆ្ងល់ក៏គ្នាយើងមើលឆ្ងល់ដែរចឹងឆ្ងល់ឡើងហើយទៅបានសួរខ្ញុំមកសួរថាខ្ញុំមានអារម្មណ៍ថាខ្ញុំនិយាយតាមបែបយើងសាឡមកជូជនជាតិហ្នឹងបានហូបអត់បានហូបតាបងតាមេថាមិនប្រៃដែរទៅនេះតើមិនឃ្លានបាយឯងខ្លាំងអីជាងឆ្ងាញ់ទេអូខេដល់ពេលអញ្ចឹងម្លងបាន 3-4 ថ្ងៃមេគាត់ធ្វើកម្មវិធីដូចរបៀបជប់លៀងអ្នកភូមិគេជប់លៀងឲ្យអញ្ចឹងណាដូចថាយើងបានជូនអីទៅកាន់ប្រជាពលរដ្ឋអញ្ចឹងរួចលោកក៏ឲ្យអីជប់លៀងឲ្យក្រុមយុវជនលោកហៅទៅភាសាអីណាស្រាប់តែលោកហៅទៅភាសាអីយើងទៅដល់ភ្លាមអង្គុយអញ្ចឹងមកជួគ្នាយើងអង្គុយមកជួលោកមកអញ្ចឹងយកផ្លែឈើយកអីមកបរិយជក់ហុចបរិយឲ្យយើងមកកចាប់ជក់បរិយគេឲ្យទទួលដៃពីរយកជក់បរិយពិតមែនណាបរិយហ្នឹងគឺបរិយរបស់ពួកគាត់អ្នកឲ្យពេលដែលពួកខ្ញុំជក់បរិយហ្នឹងជក់បានតែពាក់កដាលទេលមាស់ដៃចឹងលមាស់ដូចយើងត្រូវខ្ញែអញ្ចឹងលមាស់ដៃជក់បរិយចឹងដូរដៃមកដៃបរិយដាក់មកដៃខាងនេះយកដៃខាងនេះមាស់ចេះអេចឹងណាអេចោអេឡើងក្អែបពេញដៃសុទ្ធតែក្អែបមេរងប៉ុនមើលជើងម្ចាស់ថ្លៃតែអ្វីដែលយើងឃើញហ្នឹងស្មាតទោសវាដូចជាការបន្លំភ្នែកមួយអញ្ចឹងណាវាសិតតែសឹកអាគមណាបាទសឹកអាគមទាំងអស់លឿនមកភពដឹងមើលម្ដងឃើញក្អែបមើលលើកទី2បរិយឯងចាប់ផ្ដើមមានអារម្មណ៍កេះគ្នាអត់ស្រួលទេអត់ស្រួលទៅវិញហ៎ក៏នាំនេះទៅវិញលើកដៃជម្រាបលាទៅវិញមកដល់ភ្លាមម្នាក់មួយដែលគាត់និយាយឌឺដងគេហ្នឹងមកដល់វត្តវិញពេនភ្នែនក្រឹបមើលសលឹងមើលទៅដើមឈើទល់មុខវត្តហ្នឹងសលឹងមើលទៅដើមឈើហ្នឹងណានិយាយជាមួយគេមកឯងខ្លាំងឯងចូលមកដូចនិយាយជាមួយអ្នកណាគេចឹងមកឯងខ្លាំងឯងចូលមកអញខ្លាចឯងស្មាតោអារបៀបចឹងអូលើកម្រាមដៃកដាលគេទៀតអេមហួរមកឯងចូលមកដូចគាត់ហៅណាគេចុះមកវាយគ្នាជាមួយគាត់ចឹង
គាត់អាចយើងឃើញគាត់និយាយចឹងយើងចេះទៅគាត់លើកដៃយើងទាញដៃគាត់តម្លាក់វិញឈប់និយាយឈប់ទាញបដួលទាញឲ្យដេកតែអត់ព្រមទេអត់ព្រមរាយការណ៍ប្រាប់មេថាអត់ស្រួលទេសូមឲ្យស្នើសុំឲ្យឈ្មោះគាត់ឡើងទៅពេញវិញកុំឲ្យគាត់នៅសូមឲ្យគាត់ឡើងទៅពេញវិញនៅពេលដែលស្នើសុំឲ្យគាត់ឡើងទៅវិញបងប្អូននេះគ្រាន់តែខ្ញុំសម្រាយពីដំបងឲ្យយល់ពីសាច់រឿងណាអត់តន់ចូលដល់សឹកអាគមទេណាអត់តន់ដល់ចូលសឹកអាគមទេស្នើសុំឲ្យគាត់ឡើងមកបំពេញពេលដែលគេស្នើសុំគាត់បានឡើងមកបំពេញប៉ិតមែនអ្នកដែលជូនមក2នាក់ជូនគាត់មកជូនម្ដងបំពេញពេលដែលជូនអ្នកនឹងម្ដងបំពេញហើយ2នាក់នឹងក៏ឡប់មកវិញឡប់មកកន្លែងការងារវិញខ្ញុំអត់ហ៊ាននិយាយថាគាត់ជនជាតិទេប្រហែលខ្មែរគាត់និយាយច្បាស់ដែរគាត់មកសួរចេះបងមួយសក់រឿងក្រហមនឹងទៅណាហើយសួររកអ្នកនឹងណាម្នាក់ដែលសក់ក្រហមនឹងទៅណាហើយយើងក៏ប្រាប់ថាគាត់ឡើងទៅបំពេញហើយមិនបញ្ញាប់ឲ្យគាត់ទៅម៉េះអត់តន់លាមាត់ជាមួយគេទេអត់តន់ដោះស្រាយមួយគេទេមិនក៏ឆាប់ទៅម៉េះដល់ពេលយើងថាយើងមិនស្រួលអូនទាំងគេអញ្ចឹងបងបាយមានរឿងអីជាមួយគាត់ឥឡូវបើគ្នាខ្ញុំខកឥឡូវបាយអធិស្ឋានទៅណាបងយើងស្រួលគ្នាណាគាត់ថាអ្នកដែលនៅនឹងអត់អីទេខ្ញុំស្អប់តែអ្នកនឹងមួយទេនិយាយតែប៉ុណ្្នឹងឯណាទៅវិញបាត់ដើរទៅវិញបាត់ហ្មងដើរទៅវិញបាត់យើងធ្វើការនៅណែយើងអត់ដឹងរឿងអីទេយើងធ្វើការនៅតែណេះដល់ពេលយើងធ្វើការនៅតែណេះទទួលដំណឹងទេពីបំពេញមកថាវាឈឺកូននឹងឈឺហ៎ឈឺធ្ងន់ដល់ពេលឈឺធ្ងន់អនុញ្ញាតសុំមេខ្ញុំសុំឡើងទៅមើលយុវជនមិត្តភ័ក្តិយើងគាត់ឈឺ1 2 3ចឹងណាមេអ្នកចាត់តាំងឲ្យខ្ញុំទៅថាតើអូនឯងទៅចឹងអូនឯងឡើងទៅមើលវាទៅមើលមកវាប្រហែលខំមាត់ខកកហ្នឹងព្រោះអូនឯងចេះផ្លូវខាងហ្នឹងអូនឯងឡើងទៅជួយមើលខ្ញុំអ្នកឡើងមកខ្ញុំក៏មកដល់ផ្ទះគាត់ចាប់ផ្ដើមមកមើលនិយាយលេងដឹងខ្យល់អីទាំងអស់គាត់មកមើលចាប់ផ្ដើមលេងនិយាយដឹងខ្យល់អីទាំងអស់ខ្ញុំឡើងមកដល់នេះខ្ញុំសួរគាត់ថាចេះមកចាយអញ្ចឹងណាឯងស្រួលខ្លួនខ្លះនៅមកចាយចេះសំដីដែលគាត់សួរមកកាន់យើងវិញអត់ធ្វើការថ្ងៃហ្នឹងតើធ្វើការណែយល់អត់តើធ្វើការដល់ម៉ោងធ្វើការគាត់ងើបមកដូចគាត់ហ្នឹងកំពុងនៅកន្លែងធ្វើការគាត់មិនមែននៅផ្ទះបំពេញទេគាត់ងើបមកគាត់ថាគាត់ឃើញវត្តគាត់ឃើញដើមឈើគាត់ឃើញទាំងអស់គ្នានៅហ្នឹងតើធ្វើការគាត់ក៏ធាក់ដៃខ្ញុំទៅធ្វើការខ្ញុំបញ្យល់ប្រាប់គាត់ថានៅបំពេញតិចចិត្តនៅបំពេញគាត់នៅតែប្រកែកញ៉ាំងគាត់ថាអត់ទេអញនៅកន្លែងធ្វើការនៅកន្លែងហ្នឹងគាត់ថាគាត់នៅកន្លែងហ្នឹងយើងសម្រួមគាត់យើងប្រាប់គាត់តប្រលងគាត់ឲ្យស្ងាត់សិនគាត់ស្ងាត់សិនណាស្រាប់តែគាត់ប្រឡយពាក្យមួយគាត់និយាយថាចេះអញឆ្លោះគ្នាមួយជនជាតិគេទុកឲ្យអញរស់ឲ្យអត់គាត់និយាយចឹងគេទុកឲ្យអញរស់ឲ្យអត់ស្រាប់តែគាត់និយាយចឹងចាប់គាត់ក៏ប្រឡប់និយាយរឿងធ្វើការវិញយើងនៅតែប្រលងគាត់1 2 3 4ចាប់ពីកន្លែងនេះអ្នកទាំងអស់គ្នាខ្ញុំនិយាយរឿងសកត់រឿងអាគមបន្តិចនៅពេលដែលយើងប្រលងឲ្យគាត់បានស្ងប់ឲ្យគាត់បានគេងព្រោះគាត់អត់ព្រមគេងទេដូចមនុស្សតសៃប្រសាទចឹងគាត់អត់ព្រមគេងទេដល់ពេលយើងប្រលងឲ្យគាត់បានគេងគាត់ដូចមកពេលហ្នឹងអូនដូចគាត់ត្រឡប់មកធៀបដើមគាត់វិញដូចវាថាគាត់ដឹងខ្លួនឯងគាត់ថាគាត់ហ្នឹងឥឡូវអញមកដល់ពេញវិញហើយអញ្ចឹងក៏គាត់និយាយខ្ញុំថាឥឡូវមកចាយអ្នកនៅនោះគេធ្វើការអីមកចឹងណាខ្ញុំក៏ថាគេអត់អីទេ1 2 3 4 5អញ្ចឹងណា1 2 3 4 5ស្រាប់តែគាត់និយាយចេះអញចង់ទៅធ្វើការវិញចង់ទៅជួយក្រុមការងារយើងអញ្ចឹងណាបាទខ្ញុំក៏ប្រាប់ថាមេឲ្យទៅទេឲ្យទៅព្យាបាលសិនណា1 2 3 4 5ស្រាប់តែគាត់និយាយចេះបើហើយមិនឲ្យអញទៅទេអញយកព្រលឹងអញមកមិនបើព្រលឹងអញនៅណោគាត់និយាយចឹងមកថាព្រលឹងអញនៅណោបើហេតុឲ្យអញទៅទេមិនអញជួបព្រលឹងអញវិញគាត់និយាយចឹងខ្ញុំក៏ព្រលឹងគាត់ទេថាព្រលឹងឈួតអីហើយបើព្រលឹងឲ្យជាប់នៅស្មានហើយនឹងអង្គុយបាននិយាយអញចឹងយើងរបៀបនិយាយលេងញោះហ៎បើឲ្យព្រលឹងឲ្យជាប់នៅឲ្យស្មានហើយបានអង្គុយនិយាយលេងហ្នឹងហើយជឿអត់តមាត់មួយខ្ញុំហើយជឿអត់ថាអញតចេញមកកញ្ចក់ជើងគាត់និយាយមុខយើងចឹងហ្មងហើយជឿអត់ថាអញតមកចេញកញ្ចក់ជើងខ្ញុំក៏ចេះចេះលេងសៀកទៀតនិយាយលេងឥឡូវចេះលេងសៀកទៀតហើយអត់ជឿមកអញសុំទឹកមួយកែវមកឥឡូវឲ្យធ្វើអញមើលមកចឹងអារបៀបយើងញោះព្រោះយើងនឹកឃើញតែគ្នាវាទៅអញ្ចឹងហើយយើងចេះតែញោះយើងអត់នឹកស្មានថាវាអញ្ចឹងមែនណាអូនលើកទឹក
ផឹកគឺស្រាប់តែយកដៃគក់ត្រង់1 2រាប់ដល់7អូន1 2 3ដល់7យកដៃលូកចូលក្នុងកន្លែងខ្លួនឯងលូកទឹកក្អួតមែនក្អួតតែពេលដែលក្អួតផ្លិចចេញមកវាមិនមែនកញ្ចក់ជើងទេផ្លែសទួយធ្ពក់គ្នា2ជាប់គ្នាចេះ ស្ទួយថៃណា អាបបក់ថៃច្ដោមិនសទួយថៃយើងថៃឆ្លាំងអាទួយទេមកចាស់ថ្លៃអាផ្លែសទួយកោងគេបបក់ថៃច្ដោ2ធ្ពក់ជាប់គ្នាចេះអូនអើយឡើងចូលគ្នាឡើងតាបាញ់នៅក្នុងតកលូកតតែក្អួតចេញមកហ្មងចេញឲ្យយើងឃើញសភ្នែកគ្រប់គ្នាចេះចាប់ផ្ដើមអើយទាំងគេទាំងខ្ញុំចាប់ផ្ដើមស្លោភ្នែកចាប់ផ្ដើមចុះកាលនេះលបាក់កាលនេះខ្ញុំរៀនអាគមតែគាត់ថាខ្ញុំវាមិនទាន់ប្រឡូកចូលក្នុងរឿងហ្នឹងឲ្យជ្រៅទេខ្ញុំអត់ទាន់ហ៊ានប្រឡូករឿងហ្នឹងនិយាយថាដឹងឮចេះតែអត់ហ៊ានដោះទេព្រោះយើងតែរៀនយើងតែអាចថាយើងតែចាប់និយាយមកទេដល់ពេលអញ្ចឹងឃើញច្បាស់ខ្ញុំអត់ហ៊ានយកដៃទៅចាប់ទៅកន្លែងខ្ញុំផ្ដាំណាបើឃើញរបស់អាឋាននេះតែគេធ្វើយើងកុំយកដៃបន្តទៅចាប់ណាខ្ញុំយកកណាត់ទៅចាប់របស់ហ្នឹងខ្ញុំចាប់របស់ហ្នឹងណាខ្ញុំយកមករុំទុកសិនខ្ញុំអត់ទាន់មាត់ទេខ្ញុំគិតក្នុងចិត្តថាអូអានេះនិយាយមែនចាប់ផ្ដើមយើងចាប់ផ្ដើមដឹងថាអូពូម៉ាក់អញពិតជាត្រូវរបស់គេពិតមែនវាក៏ចេះហើយឃើញនៅហើយជឿអត់នៅក្នុងកាពះអញនេះនៅក្នុងកាពះអញនៅមានរបស់មួយទៀតហើយជឿតែនៅក្នុងកាពះអញមានលលាខ្មោចអត់លលាឆ្អឹងខ្មោចអត់វានិយាយធ្ងន់ហ្មងយើងក៏និយាយអញជឿតែឥឡូវឲ្យសម្រាប់សិនណាហើយសម្រាប់ថាអញជឿថាព្រោះឲ្យក្អួតមកអញឃើញអញជឿយើងចាប់ផ្ដើមជឿហ្នឹងហើយយើងតែយើងនិយាយរបៀបដូចបែបលួងវាផងឲ្យវាស្ងាប់តែអត់អីតែអញជឿហើយអញ្ចឹងឲ្យដេកទៅដល់ពេលវាដេកមែនយើងពិភាក្សាមួយម៉ែវាពិភាក្សាមួយម្ដាយវាមីងកូនមីងឯងធ្វើអំពើមែនណាយើងមិនប្រាប់រឿងប្រវត្តិដែលវាទៅកាលវាមានពាក្យស្ដីហ្នឹងយើងប្រាប់អញ្ចឹងគាត់ក៏និយាយកូនអើយកូនខ្លួនឯងជួយឥឡូវកូនឯងជួយតិចមកជួយរកគ្រូណាជួយដោះឲ្យគេជួយមើលតិចមើលខ្ញុំថាមីងខ្ញុំក៏ចេះមើលដែរតែខ្ញុំអត់ទាន់ហ៊ានបថុយក្នុងការដោះអញ្ចឹងណាចាំមើលខ្ញុំសាកអញ្ចែកខ្ញុំចង់ដឹងខ្ញុំថាមីងខ្ញុំចង់ដឹងថាឥឡូវវាពិតជាត្រូវអំពើមែនឬក៏អត់អញ្ចឹងមីងខ្ញុំសុំអនុញ្ញាតមីងឯងណាខ្ញុំចង់ដឹងខ្ញុំឲ្យវាផឹករបស់មួយខ្ញុំផ្ដាំតែកុំដាក់ច្រើនប្រយ័ត្នពុលអាហ្នឹងណាប្រទាលល្មៀតសយើងអាហ្នឹងបើនិយាយក្នុងប្រទាលអាហ្នឹងប្រទាលស្នេហ៍ប្រទាលអង្គោចប្រទាលថ្លើមឆ្កែនេះខ្មៅដុសមួយទឹកអង្គតែដុសបន្តិចបានណានិយាយថាទឹកអង្គមកយើងលាងមកកំប៉ុងអញ្ចឹងណាមកផ្តិលយើងដុសតែបន្តិចវិញយើងសែបមុនអ៊ុំមាក់បដិញធីវាធាំងបដិញសាសនាប្រធាំងបដិញសាក់យ៉ាងប្រធាំងបដិញទើបគ្រូប្រាអញច្បូតហូតពីក្បាលដល់អំពើសូបបល័យគាថាគោទឹកហ្នឹងយកម្រាមដៃគោបច្រាស់7ជុំឲ្យវាបញ្ចក់តាមអាសប៊ីបានហើយគោបច្រាស់គោដូចថាយើងធម្មតាយើងមិនប្រកាន់ស្ដាំដល់ពេលយើងសូបបច្រាស់សូបឆ្វេងមកអញ្ចឹងណានេះគេហៅសូបប្រធាំងមកបច្រាស់គោរួចសូបសុំកាត់តិចហិចធွာសូបបច្រាស់ដែរគេសូបបច្រាស់ហ្នឹងហើយប្រធាំងដាស់បច្ចេកយ៉ាងធាំងដាស់ដូចថាពីដើមគេសូថាពុទ្ធធាំងដាស់ធម្មដាស់សង្ឃធាំងដាស់ដល់ពេលយើងសូត្រសង្ឃធាំងដាស់ពុទ្ធធាំងដាស់ធម្មដាស់វិញមកបច្រាស់វិញមកអានោះមកដូចយើងសូត្រកខគោខងើយើងងោខអីចឹងវិញមកអូខេហ្នឹងគេសូត្របច្រាស់ដល់ពេលចឹងទៅយើងកោបច្រាស់ហ្នឹងយើងតាមអាសប៊ីណាយើងដួសមកសប៊ីវាផឹកខ្ញុំគ្រាន់តែចង់ដឹងតេះដួសឲ្យវាផឹកចាប់ផ្ដើមវាឡើងដូចប្រទាលត្អាកអញ្ចឹងវាឡើងលមាស់ហ่าដូចប្រទាលត្អាកយើងលមាស់នៅលើខ្លួនតែលមាស់តតែ3ទឹកល្ងៃអេតតែ3ទឹកល្ងៃអេហែឡើង3ឈាមកន្លែងភ្នែកនេះគាត់អេចេះអេតតែសឹងតែលហែកគ្រាប់ភ្នែកគាត់ហ្មងដូចអាវាលមាស់ទៅក្នុងមកមាស់លាក់ស៊ីដូចលាក់ស៊ីគាត់អេទៅយើងចេះតែខាត់តែខ្ញុំចាប់ផ្ដើមដឹងថាអូត្រូវរបស់នេះមិនក៏កន្លងស្បែកក្បីដែររបស់នេះគឺកន្លងស្បែកក្បីហើយព្រោះហ៊ានលមាស់ចេញទៅលើស្បែកគឺកន្លងស្បែកក្បីហើយខ្ញុំចាប់ផ្ដើមថាអូរបស់ហ្នឹងខ្ញុំទៅសួរអ្នកដែលគេចេះជាងយើងមិនហ៊ាននិយាយថាយើងប្រកែយើងទៅសួរអ្នកដែលចេះជាងយើងទៅប្រាប់អាការៈទៅគាត់ថាហែងមិនយកស្បែកទៅស្បែកក្បីទៅដប់លើវាហែងទៅរកស្បែកក្បីមកអាកន្លែងកងស៊ីកាប់គោកាប់ក្បីនោះគេមានហើយហែងទៅរកស្បែកក្បីមួយយកឲ្យវាទៅដប់ចុងជើងវាឲ្យចាំមើលបើឲ្យទៅដប់ជើងចុងជើងរួចធ្លាក់របស់ហ្នឹងមកហើយមែនខ្ញុំទៅរកហេតុថាគ្នាយើងចេះជួយទៅរកកងស៊ីកាលនោះកងស៊ីជ្រោយច្បារនៅភូមិដើមគោ
nhầm hiền vậy riêng năng cứ cả là nơi tắc đây trội và tay riêng chùm luôn nó cả là nơi tắc đây sẽ khai tăng thể nhỉ tay nè đại thử nó nè nơi trội và sẽ cắt trôi và khăn trội và đi thì Phnom Penh từ vô bay cờ bấy á nơi phum đàm cô dương nè từ vô bay cờ bấy nơi vô mà tập đập trường ở vía nhóm khốp tập đập trường á tập đập trường ở vía mà chụp to plư men mà chụp to plư to ta sai Phật lần to ta sai Phật lần là bỏ nó thẹn mệt là bỏ đại thẹn tranh màu nhóm giấy hua hai pê bao nhóm giấy cha này dạ cha này dạ lăng mình tên chia sẻ nghe nên nhóm giấy hiện tẹt tới chứ hạt ấy bằng hạt ấy sao tên nhóm mà ban kê chia sẻ mình tên này nhóm miệng vol là bỏ nó cứ thẹn hai bao nhóm giấy cứ cha này dạ na là bỏ đại thẹn tranh bị thuê thôm màu bà smart tôi dương vậy ở cái slap tha con về bọn nó hốt đâu thằng nào con sầm mèn tới con hô mà được luôn ai nhé vậy ông nên vô lấy lại nhé là bao đại hô tranh bị thuê thôm quạt màu á snai cái bẫy tròn vào bấy không ạ snai cái bẫy vào bắn nâng mong hạ trong á trong sủa chứ trong sủa không nâng không thòm đá snai cái bẫy trắng việc bà hông cái đà bà hông cái đà lá đừng không cái đà nó bốc cho mũi ek à bốc cái đá kia nâng á đi cô bị đá đi cô trúng đi cô vay mà chu á bên đi cô dương là lâu á đi cô nâng trúng á bà vì đào áo chuột kia không nâng bằng đọ liệt tranh máu dương chập đọ tranh máu mà tô đi cô nó cứ đi cô vay lửa cái đá mà chu hai tăng pe na máu thì làm chết chập mong dương đang thạc kê lên như lên mình oi nè nó hồi khơi luôn thế dương đang ai dốt là bao nó tập hẹp cụ muối để con ao dưới bay cái bẫy nó khổ tập prap quát con vậy chứ hãy công giật không bà trâu bà pan này hơi cô nâng kia phật thượng ngoa pe hai ta cô nâng ngoắp hãy cho mơ mai ở biết còn đây tới ai tâm pi nè chập đam vô mình thấy dương thấy á tê tập hẹp mê vô nó prap môi pi mê dương bàn chân phóng tờ rố phụ quạt tờ rố bom ôn nâng tới cho cha chân á rồi lướt chân tới thay vô tăng phi chuyển luôn vô ấy tờ sai thoại kì vô tao kia tờ sai xong kia cái thà cái ban thế ấy dương tờ rô pho tang nè thử ấy ok vậy thà cái ban thế dương tờ rô pho tang nè vô tờ cháu kia lập màu vinh màu tê phải với nhân thang kia vậy thà cái ban thơ thế đọc về chẳng dương bị to cái nó đấy riêng muốn công dương miên pho tang mà bị nè chẳng vì ọt miên ấy để chạy đây để dương ai cháu kia ban đọc về chẳng con nói miên thà lỡ bao kia vậy thà cái ban thơ dương miên tập lơ mới cái dương rô cút đó này dương thầy ôi dương rô cút đọc này dương sắp ta chết ta sai xong rô cút thì mỗi vậy thằng ngọc cút thì pin vậy thằng ngọc cút thì mấy cái vậy thằng ngọc đôi nơi thằng ngọc chẳng sừng khăm mền tê này sừng khăm á chắp đám sừng khăm đọc về sừng khăm con là cơ chạy xạ tới ấy nhóm của ai nhóm thế xạ mặc cái bát ấy xạ mặc cái bát cho xạ chơi món tay xạ đỏ xạ prao tầm rạ boss bay khla nâng mà tôi nhầm giờ có đạp tới chứ cái lóng bay cái bẫy cái pra bay cái bẫy của thu cái bay lửa bay cái bẫy á bay cái mà cái bay thu to ta còn bay cái bẫy nó rùm tôi cao cái lóng hay ta hết cao cái lóng được tha cái pra từ lửa bọc cul mà nè nâng á cái lóng nó bọc cho luôn này phấp bay cái bẫy từ nơi không luôn này chắc là cái vậy tha bay cái bẫy từ nơi không pu á chắp đáo một rít đong tích tôi dương cao tì tắc chẳng rít đong tích còn ngọt anh nó cái lon bay cái bầy chẳng cái lon bay cái bầy pra tầm ra bỏ bay khla Scott lừa cái bầy chẳng kể vô đi tham miên cung môi thế Scott phải lừa phải sạp là bao nhiêu chẳng á xạ chập đam xạ nơ pe để ngay để nhom chập đam xạ dốt địch côn tờ rô địch côn lại khốp pal mà cha pal men bồ chi dưới cái mà cha vô địch côn này ban khốp pal ai khốp pal vót đôi cái này vô khốp pal vót thái dốt ta say sọ côn của mồm chơi ta say sọ xong ta say sọ kê pal ta say đôi cái này dốt mà chọn lựa địch côn nâng hái dốt địch côn nâng á dốt từ trăm chục mùi nâng chiêm cả bầy dốt từ trăm mùi chiêm cả bầy đôi cái này cái tháp pư và cà pư cái prao không có buồn từ prao là hai tháng boss bay khla rùa cái vô bịa thà boss bay khla vì chén lửa nát cả bầy bà sạch bầy nâng này
chẳng bé đại tram hơi dột máu đôi thá dương cha và lấy kia tha do đây cô đó á dột mà cha lựa non đây lựa bay chương che cha đó lại cha giờ đến nó này cha khăn em đong ấy đó nè ở thế bọc ở cha ba nè ủa nhóm chở này nhóm giấy nhóm số phải lấy miền tên á cha đám vô đây cô nếu mà cha đôi tha cha lựa non đây cha lựa bạt đây cha ấy chẳng đây dương số phải lấy số ấy cha chẳng á cha ruột ổn cha ruột chứ cha ruột chập đám ban kê quạt ban sầm mèn quạt ở xây giấy chớ này họ đong còn giấy chớ nè lược năng quạt giấy đai giấy tích tha pin rồi phía rồi còn so sam sập rồi quạt giấy á chập đám giấy tới vui giấy mà đòn sang đấy giấy mà đòn sang giấy mà đòn giấy lược ti pram còn ngợp giấy lược năng giấy du vâng lược năng á còn giấy du ngợp máu quạt coi giấy chụp mùi dương á quạt xua của ai thà che tao quạt nắng slap nợ tí muối á quạt thà quạt nắng slap nợ tí pí quạt để giấy tha tao quạt nắng lợi nắng nợ bấy nhiêu được quạt nợ nó miền bị nà kế tôi chui hai phần lưng vía mau bị nó mau vinh bàn ọt chui vía bàn ọt tí bấy viên giấy tha lợi nắng kê vô quạt rứa cọc kê nắng vô mà đài quạt tí búa con giấy rương bẹ pon chỉ môi nâng rương tha kê thơ quạt nó mình ấy khá nè chăng chóng quạt riệp rộp quạt tha nè đại thơ nâng á bây nè prút đáy tầm môi thơ quạt đó tại bây nè nâng mình nè thơ prao sạch mình tên mà thơ bố chi danh sạch mình tên nè tí phí prao bỏ phong prao chôl phong prao đi côl phong dốc mà thơ quạt nè tí bây nâng á prao priê để nấu không priê cướp priê tầng nâng á dốt phần lưng quát tao bỏ oi priê được không priê ta đám hay phần lưng quát tao quát này giấy như rương nó tầng nhóm có xua chứ hãy miễn bàn khơi mục nè để thơ lỡ bà hãy ba thằng kia thơ ấy anh xua ảnh môi hãy miễn khơi mục nè để thơ ảnh nè nâng riệp rọp màu cứ trâu tầng miễn mà đưa sray pi nè mà đưa pro mà đưa sray mà nè sọ riêng ruin trâm cả co mà nè tiết sọ với kiếp ta kiếp bẹ cả po riêng ca mà học đạp mà nè pro nâng á slia ta cả sai nhỉ tròn cả màn cho cây tiết phải ai về tay nè nâng miên cả bật môi vải nhẹ cả bật suối môi vải nhẹ nè nâng ai để vô cả bật nâng tầng co từ lửa sạch hay dục chim nó mà sau từ lửa phần lưng bỏ quát cầm chai phần lưng sầm lap hay mình ơi hãy chặt chia tiệt hãy chặt chia prao priê dần thông tăng priêประมาณ á đại nơi không priê tăngประมาณ nâng á dốt và chun hãy mà nơi không tè nó rồi trong cái câu nâng vậy thà chạy mình bắt tự đo anh tê anh ấp miếng giật không thà anh ru hề chăng mình chả bắt đo anh tê ta anh phải đám chui mưa mai anh phong bảo anh slap mưa mai anh phong sao mà lên mai anh phong sao dốt chùm nuôi mà ơi mai anh phong ná của anh đừng thà anh ru tê mến nơi pe đại quát nhỉ vậy hơi quát cả prap riệp rộp rương mùi tiệt quát prap riệp rộpอย่าเรียนโอนเรื่องอากมอดปกคำไอ้เนี่ยนาชื่อแต่เนี่ยได้เคยหนึ่งต้อมให้ตัวกวดชื่อย่อมใหญ่บ้านแต่ใหญ่ไอ้สลับไปเถอะย่อมใหญ่บ้านแต่เอาสลับเต้แต่บอกคำมันกลุ่มนี้ชื่อย่อมมีสเต้แต่เจ๊สไลกวดนี่ใหญ่แต่เจ๊ยกเสบียมาเกาะบาดเชิงกวดยกเสบียมาเกาะบาดเชิงมาย่อมสู้ถ้าไอ้เกาะแต่ไอ้ย่อมสู้ให้ไอ้เกาะแต่ไอ้ไม่ให้จังดังเกาะมาเกาะแผ่นประมวยเสบียจังมาเพย์เสบียแต่บ้องอดเมียนจังไอ้เท่าอดเมียนจังไอ้เท่เกาแต่ด้วยเกาบาดเจอก่อนแต่สาวจังนะเกาทอมดาสลับเราจะเกาอยู่ตัวโดยยังเกาชาวจังโอนใบกวบเชียมหนึ่งเชิงเลยใบกวบเชียมเปรี้ยก็แท้หายชบเกาจังชบเกาจังนะชบเกาเราไปจังกวดก็จะตีนอันเงิมกุยเต็กอันโดยเหียงเมียรำท่าตั้งปูโดยยังหอบไอ้นายปูจังนะอันเมียรำท่าอันตั้งปูhãy anh vô sự biến nó câu pua anh tịnh mà anh tăng pua cha bị đám đôi cha chắc tôi thầm vậy chứ bởi dân nhắm bay họ là vô về câu quá bay chi bay chi chứ có vậy ta có tăng pua chui vô sự biến nó câu pua bên tên á câu dân câu pua qua chứ câu nam đây cái lại dân câu nâng á cứ bay cái bay mình bay pua mình đưa tê bay cái bay không nên lại khơi bay cái bay phư ọt cái bầy phước cái bầy hiểm bò xó á biết làล้อมอยู่บนสบายเหมือนดื้อchương
តែយើងមើលកាឡាពោះហ្នឹងណាគឺកាឡាស្បែកកបីទាំងអស់កោះចាប់ដើមខ្ញុំយកដៃស្មើតយកដៃទៅចុចចេះខ្ញុំយកដៃទៅចុចទៅចំបើយើងចុចទៅវាសាច់មនុស្សហេមនុស្សតែពេលយើងឃើញវាឃើញស្បែកកបីទេតុនដូចស្បែកពោះមនុស្សទេមើលទៅវាដូចស្បែកកបីអញ្ចឹងណាខ្ញុំចាប់ដើមមានអារម្មណ៍ថាខ្ញុំខ្លាចបាទទោះនិយាយតាមត្រង់ខ្ញុំខ្លាចត្រូវខ្លួនឯងដែរបាទខ្ញុំខ្លាចត្រូវខ្លួនឯងដែរខ្ញុំខ្លាចត្រូវដាក់ឲ្យគាត់សម្រានពេកបើយើងនិយាយចាស់ពីដើមលោកថារបៀបដូចមនុស្សឋានៈការចុងក្រោយវែងវ៉ាន់មើលឃើញរបស់ទាំងអស់បាទមើលឃើញទាំងអស់ពេលដែលដាក់ឲ្យគាត់សម្រានគាត់ហៅឈ្មោះម៉ាក់គាត់ហៅឈ្មោះតាគាត់ឲ្យចែកឋានទៅគាត់ហៅថាតាឯងមកយកខ្ញុំឯតាអីអញ្ចឹងខ្ញុំព្រមទៅឯតាអានេះដូចយើងនិយាយថាឋានៈការចុងក្រោយដែលគាត់បានឃើញវិញ្ញាណទាំងអស់ដល់ពេលអញ្ចឹងគាត់ហៅអ្នកនេះគាត់ហៅអ្នកនោះអូនវងវាឡើងចង់2ថ្ងៃទៅនាំគាត់ផត់តែវេទនាណាស់តម្រុំគាត់ផត់នៅថ្ងៃចុងក្រោយដែលគាត់ផត់ម៉ោង3ល្ងាចមុននឹងគាត់ផត់ណាគាត់និយាយពាក់ព័ន្ធជាមួយនឹងរឿងអំពើនឹងទៀតគាត់និយាយថាចេះគាត់ជួយយកអីដែលចេញដែលនៅក្នុងខ្លួនគាត់ឲ្យអស់ពីខ្លួនគាត់បានអត់គាត់អត់ចង់ឲ្យពេលដែលគាត់ស្លាប់ទៅគាត់បូជាទៅជាមួយនឹងរបស់ដែលជារបស់អំពើពន់ហ្នឹងទេសូមឲ្យយករបស់នឹងចេញឲ្យយើងមិនដឹងថានៅក្នុងខ្លួនគាត់មានអីខ្លះបាទយកដឹងទេគាត់ប្រាប់ថាជួយយករបស់នឹងឲ្យចេញពីខ្លួនគាត់មកគាត់អត់ចង់បូជាជាមួយនឹងព្រលឹងជាមួយសាកសពគាត់ឲ្យទៅជាមួយនឹងរបស់នឹងអត់ឲ្យជាប់ជាប់ជាពាក់កម្មពៀជាមួយនឹងរឿងអាគមទេតែយើងវាអត់ដឹងរហូតដល់គាត់ផត់នៅពេលដែលគាត់ផត់បូជាទៅស្មាតទោសអ្វីដែលអត់ឆេះមាន3ទី1ថ្លើមរបស់គាត់អត់ឆេះទេថ្លើមគាត់អត់ឆេះទេម្ចាស់ថ្លៃទី2កលៀនគាត់អត់ឆេះទេទី3របស់ដែលអត់ឆេះគ្រាប់ភ្នែកមួយច្រៀងអត់ឆេះទេឆេះតែមួយច្រៀងទេរបស់3នោះគឺអត់ឆេះដាច់ខាតយករបស់នឹងទាំង3ដាក់ជាលើតោកដាក់លើចង្អេចង្អេដាក់លើចង្អេយកទៅឲ្យគេមើលឲ្យគេគុណគូតាអាចារ្យម្នាក់ហ្នឹងគាត់គុណគូគាត់ថាថ្លើមនឹងថ្លើមកបីថ្លើមនឹងថ្លើមកបីការពិតកូននឹងត្រូវអំពើថ្លើមពុកឆ្អឹងស្អីថ្លើមពឹសបោះថ្លើមពឹសមិនទេកូននឹងកាលាងាប់តាំងពីដើមតែគេផ្ញើសាច់ចាស់ពីដើមលោកថាគេផ្ញើគុំគេផ្ញើព្រះថាផ្ញើសាច់ថ្លើមនឹងថ្លើមកបីទេកលៀននឹងកលៀនជ្រូកភ្នែកនឹងគឺភ្នែកព្រាយភ្នែកខ្មោចតៃហោងទេកុំជ័យរបស់គេធ្វើឲ្យអ្នកនឹងឈឺចុកចាប់គេឲ្យអ្នកឯងស្លាប់ភ្លាមឯងគេធ្វើបាបអ្នកឯងមេរៀនអ្នកឯងប្រមាថមើលងាយគេអស់កាឡាពេលឲ្យអ្នកឯងស្លាប់ដោយវេទនាបំផុតបូជាអត់ឆេះរបស់ទាំង3ហើយលោកតាអាចារ្យនឹងប្រាប់ថារបស់នឹងឲ្យយកទៅកប់ហើយកប់នឹងត្រូវតែកប់នៅកន្លែងណាដែលដាច់សញ្ញាលអត់ឲ្យឆ្កែឆ្មាដែលអាចទៅកាយស៊ីបានទេបាទឲ្យយកទៅកប់ឲ្យឆ្ងាយយករបស់នោះទៅកប់តែយើងមិនដឹងទេបងប្អូនគេអ្នកយកទៅកប់ខ្ញុំមិនដឹងទេណាគ្រប់គ្នាក៏បនទាំងអស់គ្នាចាប់សពគ្រប់បន្តបេសកកម្មនៅពេលដែលបន្តបេសកកម្មក៏នាំគ្នារៀងខ្លាចរអាចុះទៅមួយហើយបាទរៀងខ្លាចរអាណាចាប់ដើមខ្លាចរអាខ្ញុំត្រឡប់ទៅដល់កន្លែងនឹងវិញណាស្មាតទោសគេហៅទៅយកមនុស្សខ្ញុំនេះគ្រាន់តែគេហៅយកមនុស្សហ្នឹងណាស្មាតទោសចង់លេចអាចលេចនោមភាសាគ្នាគួរទៅអត់ចុះអ្នកឲ្យទៅយកហ្នឹងជនជាតិគាត់ឲ្យទៅយកចាប់ដើមបាក់ចិត្តទេអញចេះប៉ុណ្ណាក៏ដោយទឹកដីគេចាប់ដើមគិតគួរទៅយកអត់រហូតគេមកយកឲ្យដល់កន្លែងយកមកដល់កន្លែងរួចដាក់ភ្លុកយប់ឡើង 5-6 នាក់នាំនឹងអង្គុយជុំវិញមើលមនុស្សអារម្មណ៍មួយចង់ហូបអារម្មណ៍មួយខ្លាចចុះយើងនៅសុកសេចកាអូនដាច់សញ្ញាដាច់សញ្ញាផងអង្គុយមើលចឹងស៊ីអត់អញ្ចឹងប្រហែលជាគាត់នោះខឹងតាវានោះទេវាគាត់ប្រហែលមិនខឹងយើងទេអាខ្ញុំទេណែឯងទៅមកចកោមឯងប្រាប់មកតប4ដាក់ទៅទាំងអស់គ្នាចាប់ដើមភាសាគ្នាអត់អស់ចិត្តទេអត់អស់ចិត្តយកស្បាតោយកមនុស្សនោះទៅថ្វាយប្រគេនព្រះអង្គចុះព្រះអង្គលោកចេះជើងយើងយកទៅថ្វាយព្រះអង្គកណាថ្វាយគុំលោកឪចេះសាហាវហ្នឹងហើយចេះសាហាវមនុស្សនេះបងប្អូនជនជាតិគាត់យកមកឲ្យកណាលោកឪតែពួកកណាអត់ហ៊ានហូបទេលោកឪ
ឆាន់បានអត់អញ្ចឹងណាសួរនឹងមាន2ទី1ថាលោកឪឆាន់បានអត់ទី2កណាឆាន់បានអត់អញ្ចឹងណារបៀបអញ្ចឹងណាដល់ពេលអញ្ចឹងព្រះអង្គលោកឪលោកយកមនោ2មកអញ្ចឹងលោកមិនដឹងថាលោកចង់ញោះពួកខ្ញុំលេងក៏មិនដឹងលោកយកមកក្លុកធ្វើដូចក្លុកខ្លះលោកចឹងក្លុកឆាន់បានញោមឆាន់ទៅទៀតលោកឪឆាន់ទៅទៀតអត់អីទេអត់មានអីទេក៏នាំគ្នាហូបរួចមែនចូលដល់វគ្គនេះវគ្គពួកខ្ញុំអូភ្លេចអំបិលបុកអំបិលអូមានបានអំបិលមែនទេណាមានស្ករបច្ចេកមកពីណាដល់ពេលចូលវគ្គខ្ញុំម្ដងនេះឆ្ងាញ់ត្រង់ជនជាតិហៅចូលទៅក្នុងព្រៃហៅពួកខ្ញុំចូលទៅក្នុងព្រៃរឿងហ្នឹងកំឡងមកបានប្រមាណពួកខ្ញុំអត់តន់ត្រឡប់មកវិញទេជនជាតិគាត់ហៅទៅដូចថាតើនេះខ្ញុំប្រាប់ពុកមួយនៅតែនេះកន្លែងនេះខ្ញុំមានភ្នោជនជាតិខ្ញុំបងប្អូនខ្ញុំកប់នៅតែនេះគាត់ហៅទៅមើលទៅភ្នោជនជាតិគេមានដាក់ពីងកឡមួយគេដាក់ហ្នឹងពីងមិនបងពីងគេដាក់ធៀបឲ្យកប់មែនខ្ញុំអត់ដឹងដែរពីងធំឬក៏ដាក់ទាំងសពទាំងមូលឥឡូវយើងដែរឃើញកតិនស្រាយើងណាកតិនស្រាយើងប៉ុណ្្នឹងណាខ្ញុំឃើញគាត់ដាក់នៅលើក្បាលភ្នោតែខ្ញុំអត់ដឹងថាអាហ្នឹងគេទុកដាក់កោតឯដាក់ទឹកឯដាក់ស្រាយើងអត់ដឹងខ្ញុំស្មានថាគេបូជាឲ្យគេយកធៀបដាក់ក្នុងហ្នឹងអត់ទេពួកបងប្អូនជនជាតិដើមភាគតិចគាត់បញ្ចុះឲ្យសັບគាត់ដូចជាបញ្ចុះតាគាត់បូជាហីអត់ដឹងដែរខ្ញុំអត់ដឹងដែរកន្លែងហ្នឹងចាំឲ្យបងប្អូនគាត់ជួយខមមិនប្រាប់ណាបាទដល់ពេលអញ្ចឹងគាត់ហៅដូចថាគាត់ហៅហ្នឹងមិនមែនថាគាត់ចង់ទៅបន្លាចជើងឲ្យគាត់ហៅទៅមើលថាតែនេះភ្នោនេះតែនេះភ្នោនេះតែនេះភ្នោនេះអញ្ចឹងណាយើងក៏យល់បាទអ៊ំបាទអ៊ំតែមែនភូមិគេរបៀបអាចនិយាយបានថាចេះស្រុកភូមិគេនៅតាំងពីដើមមកហើយគេអ្នកនៅក្នុងព្រៃគេស្តាស់រឿងព្រៃជាងយើងគឺស្តាស់មែនទែនបងអូនទៅវិញទៅតាមនឹងទៅតាមគេចង្អុលទៅតាមនឹងទៅរួចទៅដល់នឹងកូនឯងទៅដល់ហ្នឹងឃើញផ្លូវបែកពីមកស្ដាំណាកុំទៅឆ្វេងមកស្ដាំមកថាដូចគេភ្លេចតិចនាំនេះចឹងអរគុណអីចឹងនាំនេះចេញមកវិញ3 4នាក់ចេញមកវិញចេញមកដល់វិញមកដល់ផ្លូវហ្នឹងប្រាប់ថាអ៊ំក៏ឲ្យបត់ស្ដាំបត់ស្ដាំទាំងអស់គ្នាបត់ចោះបត់ឡើងបត់ចោះបត់ឡើងដើរមកដល់ចំទល់មុខភ្នោគេចំមុខភ្នោគេមួយប៉ុណ្ណាណីឡើងតបោកហ្មងភ្នោហ្នឹងដូចមេកធាញចាប់ដើមបកក្រោយទៅឆ្វេងវិញហីគេលោកអ៊ំហ្នឹងគាត់ប្រាប់ហ្នឹងគាត់លោយើងឲ្យយើងបត់ឆ្វេងហីមកវិញបត់ឆ្វេងមែនបត់ឆ្វេងបត់ចូលបត់ឡើងដល់ទលេបកចូលបកឡើងដល់ទេកាពិតដឹងខ្លួនឯងអញដើរខុសផ្លូវទេកាពិតមិនទាន់ដល់ណាផ្លូវមួយទៀតដល់មុខទៀតមិនដល់ពេលដើរមកដល់មែនដល់ផ្លូវហ្នឹងបត់ចេញមកពេលដែលបត់ស្ដាំមកដូចអ៊ំហ្នឹងគាត់មានប្រសាសន៍ចឹងយើងដើរជិះមកដល់ក្រៅពិតមែនជប់ឡើងអត់ស្ទះហើយញញស្លាប់កបី6ក្បាលមិនដឹងថាម្ចាស់ទៅណាទេអូនមកដល់មុខវត្តយើងពងដេកកបីស្អីម៉ែកបីស្អីចឹងអូស្បាតទោយើងនៅលើវត្តងើបពីដេកបើមកបោកភ្នែកមើលផឹបកបីចង់ចូលថ្វាយអង្គមព្រះកបីមកដល់មុខវត្តអូនមែនតើកបី5 6ក្បាលឡើងឆ្លាឆ្លត់ដូចថាមិនដឹងអ្នកណាអ្នកខ្វៀលមកណាទៅអាលវាម៉ែវារម៉ែវាចឹងណានិយាយថាម៉ែវាណូអត់ទៅវានៅបុកណាវល់ចឹងអូចុះទៅតែបានគុណម្ចាស់មួយអង្គលោកខាត់អូនឯងតន់អាពាកបងនិយាយមុនហ្នឹងហ៎ចាព្រះអង្គលោកថាអ្នកណាក៏ដោយមកហៅឲ្យចុះពីលើអីចឹងទៅកុំចុះបាទដើរចុះហ្នឹងមិនមែនចុះទៅតាក់កបីអីទេគាត់ចុះទៅមើលឯងគុណម្ចាស់ថាញោមកុំចុះឆ្កែច្រើនណាស់ញោមមើលឆ្កែច្រើនណាស់យើងអត់យល់ភាសាលោកមានសង្ឃដីកាទៀតឆ្កែមិនគុណបាទអាត្មាប្រាប់តែឆ្កែទៅញោមឡប់មកវិញមែនឡប់អស់មិនអស់ចិត្តព្រះអង្គពងកងទៅថ្វាយអង្គមកណាថ្វាយអង្គមឆ្កែហ្នឹងមិនបើកណាឃើញកបីញោមនិយាយស្ដាប់គ្នាញោមស្មាតោមែនទេញោមនិយាយស្ដាប់គ្នាញោមចាប់ដើមអូលោកមានហេតុផលហើយព្រះអង្គលោកមានហេតុផលហើយអត់មាត់ទេលោកទឹកប្រោះអាដងប្រោះទឹកមុនណាដឹងលោកយ៉ាងគិញមិនយើងអត់ចេះភាសាលោកផងលោកសូត្រប្រោះអញ្ចឹងប្រោះទៅមុខវត្តឬប្រោះមកបង
ប្រោះទៅមុខវត្តប្រោះទៅយើងអង្គុយតាមមើលវិញចាចឹងទៅលោកប្រោះយើងចេះតាមមើលប្រោះចូលប្រោះឡើយស្មាតទៅដូចមានអារម្មណ៍ថាឯងដូចយើងក៏ប្លែកដូចអត់មានរន្ធត់អីសោះណាបងប្អូនអូយលើកនេះមានអារម្មណ៍ fail ខ្លាំងណាស់ អត់ fail ទេ មកបងប្អូនគាត់មកមើលច្រើននេះខ្ញុំបាក់និយាយហ៎ អត់ទេអត់អីនេះសុបាយ អីណាបងប្អូនកុំជេរខ្ញុំអីស្មាតទៅទុកខ្ញុំទុកផ្លូវខ្ញុំមួយដើរលោកប្រោះទឹកមុនលោកប្រោះខ្វាច់យើងចេះតាមមើលខ្វាច់ចឹងព្រះអង្គថាប្រោះទឹកមុនឲ្យជាក់ជុំផត់ពីប្រោះទឹកមុនទៅជាក់ជុំលេងអស់តែលេងរបៀបដូចថាគីឡូអូន មុខវត្តឬក៏ក្នុងវត្ត ក្រៅវត្តទេ ក្រៅលបងវត្ត ក្រៅលបងវត្តទេវាមិនហ៊ានលេងមុខវត្តទេតែតាមបងមើលវត្តនោះដូចអត់មានលបងមិនទេអូនដូចអត់មានលបងទេតាមបងមើលទៅប្រហែលមួយរយៈដែលបងទៅនៅនោះដូចអត់មានឃើញលបងទេ គេច្រើនអាចមានបកគោលវាមិនមែនជាលបង វត្តតែគេលើយើងមិនចាប់អារម្មណ៍ថាអានឹងជាលបងណាតែខ្ញុំដឹងត្រឹមចេះវត្តហ្នឹងចុះកម្មចដាទៅនិយាយពីរចេះធំណាស់លាទៅចឹងទៅវាស្រែព្រៃមានផ្លូវគេជីដែរណាវាចឹងតែដឹងថាលបងនៅណាគេលបងនៅ800គីឡូដីទៀតមិនដឹងទេណា បាទ ហ្នឹងហើយខ្ញុំវាអត់ដឹងព្រោះអត់បានឃើញលបងដល់ពេលចឹងទៅលេងស្រាប់មនាងគេប្រឡែងកៅអៅអស់លេងគេស្លៀកតែសពុតទៅជន់ជាតិស្មាតទោសស្លៀកអាសពុតមកកង់គេដែរឃើញទេសពុតជន់ជាតិមកកង់ប្រឡែងអស់តម្លាក់សក់អំផើយនិយាយថាពីស្អាតតែកាលនឹងខ្ញុំស្រឡាញ់ប្រុសខ្ញុំអត់ស្រឡាញ់ស្រីស្មាតទោសខ្ញុំអត់ស្រឡាញ់ស្រីយោខ្ញុំមានតែចាប់អារម្មណ៍ស្អីឃើញចំចេះចាប់អារម្មណ៍ឃើញមនុស្សស្រីរំគិតក្នុងចិត្តថាអូដូចគុណចាស់ព្រះអង្គលោកមានសង្ឃរិកាថាបើអ្នកណាមកហៅអីឲ្យចុះកុំឲ្យចុះហ្នឹងណាតែចុះទៅខ្ញាច់របស់វាហ្មងរបស់ទាំងអស់នេះគឺសិតតែព្រាអាគមទាំងអស់យើងចាប់បានសង្ឃរិការបស់ព្រះអង្គចាប់ដើមសម្រួមចិត្តណាថាទ្រាំតែវាពង្វក់អូនឯងលើពាក្យថាព្រាយពង្វក់អេ ធ្លាប់លើហ្មង ព្រាយពង្វក់អស់ស្ទះម្នាក់ឃើញគេហុចខ្សែកហុចមាសម្នាក់ឃើញមនុស្សស្រីរំដោះអាវម្នាក់ទៀតឃើញហឹបមាសនៅខាងមុខឃើញផ្សេងគ្នាវាពង្វក់ធ្វើម៉េចឲ្យយើងបានចេញពីវត្តហ្នឹងហើយតែចេញដឹងថាដូចអាទី1នោះចឹងវាំងជ័យជួបសម្ដេចព្រះយមហីដឹងបានជួបនឹងសម្ដេចព្រះយមរាជតែហ៊ានចេញទាំងខ្មត់ហ្មងចាប់ផ្ដើមវាបួកកេះគ្នាហើយឃើញស្រីអានោះថាអត់ទេឃើញមាសទប់នាំនេះក្តិចគ្នាឲ្យភ្ញាក់អារម្មណ៍ដូចអាពេលគេលេងរឿងនៅលើវាសាច់សារ៉ាចាំវែងទៅ សម័យឃើញទឹកអីហ្នឹងគេបានអីឃើញតែអ្នកដែលឃើញហ្នឹងតែ4នាក់ឯងកាលពីហ្នឹងមកដណ្ដប់អ្នកមក10នាក់ទេគេអត់ឃើញទេឃើញតែ4នាក់ហ្នឹងឯងចេះក្តិចគ្នាមូលគ្នាទៅវិញមកមូលទៅណាតតស្វាងនៅថាពូម៉ាក់ខ្ញុំម្នាក់ស្រីសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធឯងបល័យណាអត់ចេះកែវាអាហ្នឹងទេអីវាសូត្រតែបល័យទៅសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធព្រះអង្គជួយខ្ញុំផងតែឯងបល័យក្រៅវាដែរចេះសូត្រអាវលយកឲ្យបល័យវាគៀថាចង់5មេវាចេះតែសម្មាសម្ពុទ្ធណាដល់ពេលអញ្ចឹងទៅចិត្តតែមួយអានោះសម្មាសម្ពុទ្ធមែនបើបែកយឺខ្ចាយស្រាប់តែបាត់អស់ទៅតែគ្រាន់តែបញ្ជាក់កន្លែងហ្នឹងកន្លែងមិនមែនគេធ្វើយើងទេដោយរបៀបថាយើងចូលទឹកដីគេចេះថាប្រឡែងលេងជាមួយយើងគេប្រឡែងនិយាយមកថាអាហ្នឹងសាច់ប្រឡែងទេណាសាច់ប្រឡែងនេះញាក់សាច់ធើតសាច់ប្រឡែងចង់អីអញ្ចឹងទៅហ្នឹងហើយគេគ្រាន់តែចង់សាកយើងឲ្យចេះមិនចេះតែមែនខ្ញុំអត់បានចោទថាបងប្អូនជនជាតិឬក៏ជនជាតិដើមភាគតិចគាត់ចេះមុនអាគមទាំងអស់ឯងដោយមនុស្សទេអ្នកខ្លះគាត់ចេះអ្នកខ្លះក៏គាត់មិនចេះអញ្ចឹងណាតែអ្នកចេះយើងធ្លាប់លឺពាក្យថាគ្រូអាគមសាកគ្រូអាគមគ្រូសាកគ្រូហើយលបងគ្នាលេងដល់ពេលអញ្ចឹងទៅក៏លក្ខណៈអាចនិយាយបានតែចេះគេលោចង់ឲ្យយើងចង់ដឹងថាហើយចេះអត់ហើយឯងដោយអត់ទោះពេលហ្នឹងបើសិនជាដោយទៅក៏ខ្ញុំគិតថាចេះប្រហែលជាគេមិនលេងធ្ងន់ដូចអ្នកទី1ទេប្រហែលគាត់ថាគេមកលោលេងទៅគេស្រាយវិញអញ្ចឹងណាបន្លែអញ្ចឹងណាខ្ញុំគិតអញ្ចឹងណាដល់ស្អែកឡើងនាំគ្នាទៅហូបនំបញ្ចុកដាក់ស្មាតោអូយស្មាតោមិនមែនថាមើលគេបងប្អូនអ្នកនៅណាអធិស្ឋានទឹកនំបញ្ចុកគាត់អូឃើញស្អាតណាឡើងសដូចទឹកទៀងតែជាតិស្លាប់ឆ្ងាញ់ណានំបញ្ចុកគាត់ណាហូបនំបញ្ចុកខ្វាច់អ៊ីលក់នំបញ្ចុកមិនដែរអាអូនមកនៅស្រុកហ្នឹងសុខសប្បាយទេអ៊ីមិនត្រូវសួរអញ្ចឹងខ្ញុំសុខសប្បាយតាមកស្រុកអ៊ីសួរតែខ្ញុំសុខសប្បាយអត់អ៊ីឯអ្នកធ្វើអំពើខ្ញុំចា សួរអញ្ចឹងហ្មងគាត់សួរយើងអញ្ចឹង
ដល់ពេលចេះអី ហេយើងសួរគាត់អញ្ចឹងហ៎ អត់ទេយកមកសួរឯងយកឆ្លើយអាគ្រាគិតលេងនឹងចិត្ត គិតទេ គិតលេងនឹងចិត្តហ្នឹងហើយខ្ញុំគាត់សួរចឹងខ្ញុំក៏ឆ្លើយថាសុខសប្បាយតែអីហើយខ្ញុំយកក៏សួរថាអ៊ំស្រុកហ្នឹងមិនអីឯងដងអ៊ីម្ដងអ៊ំមិនចេះ អីក៏បានដែរមក អីក៏បានអ្នកការនេះងួយគេញ៉ៃអ៊ំស្រុកហ្នឹងមិនដែរចឹងណាអូនសួរឆ្លើយអស់លីងអូនណាស្រុកហ្នឹងអាក្មេងប៉ុណ្ណេះក៏ចេះធ្វើអំពើដែរយ៉ាមែនតើណាអូនក្មេងប៉ុណ្ណេះក៏ចេះដែរជាពិសេសបងប្អូនខាងនោះអ្នកដែលនៅរៀងជាព្រៃនោះចេះច្រើនណាស់តិចថ្ងៃឡើងអូនឯងឃើញកបីដើរអញ្ចឹងអត់មានម្ចាស់តិចច្រឡំទៅចាប់កបីហ្នឹងអាអូនហើយប្រាប់លក់ផ្ទះសងគេអាពើ មិនចឹង កបីអាគុំ ចាំបាច់ទៅលក់ទេយើងមិនយក លបលន់ អត់ទេយើងប៉ះអូចាប់យកមកចាំហ៎ ហ្នឹងហើយដូចថាឃើញកបីគេដើរតែមួយចឹងឬក៏គោគេតែមួយដើរតាមវាស្រែតាមព្រៃចឹងអត់មានម្ចាស់ទៅចាប់ទៅលួចកបីគេយកមកនៅគីឡូយើងណា អូយក ផ្ទះសងគេហើយ ខ្ញុំស្មានតែប៉ះកបីប៉ះអីនេះ ហ្នឹងហើយមួយទៀតស្មាតោអានេះខ្ញុំឮគេនិយាយណាមិនដឹងថាធៀបពិតអីអត់ទេតិចច្រឡំទៅញ៉ែកូនកំមុំជនជាតិណាហើយយើងទៅបានខ្លួនប្រានគេទាំងដែលម៉ែឪគេអត់តន់ព្រមអត់តន់ការសិតតែលៀងផ្ទះឲ្យគេហើយស្មាតោ មិនទៀតអីបង លៀងផ្ទះទៅលៀងផ្ទះលៀងសម្អាតផ្ទះគេឲ្យស្អាតលៀងតាំងពីកម្មចដាលៀងតាំងពីផ្ទះចាក់ទឹកលៀងហ្មងគេឲ្យគេលៀងដូចលៀងសែនព្រេនផ្ទះគេលាអារបៀបតន្លំដែលខុសឬក៏ប្របីនេះដែលខុសនាំឲ្យចង្រៃគេអញ្ចឹងណាគេកាប់កបីកាប់គោកាប់ជ្រូកកាប់អីហ្មង កាត់ខួរកាត់អីឲ្យឈប់ឲ្យគុកឲ្យ គេឲ្យអូនមួយដែលខាងប្រុសដែរបានកូនកំមុំគេណាទៅធ្វើឲ្យគេហ្មង ទៅលៀងផ្ទះហ្នឹង ទៅលៀងផ្ទះឲ្យគេទៅបំរើគេមកទៅកាប់គោកាប់អីសងគេហ្មង អូក្បួនបើសិនជាយកគ្នាមុនពេលដែលធៀបការគឺត្រូវតែកូនប្រុសហ្នឹងត្រូវតែលាងសម្អាតផ្ទះឲ្យគេ ហ្នឹងហើយតែអានេះខ្ញុំមិនដឹងថាប្របីនេះមានមែនអត់ទេតែគាត់ថាបងប្អូនដែលគាត់នៅហ្នឹងគាត់ប្រាប់អញ្ចឹង លៀងផ្ទះហ្នឹងបានឲ្យលៀងឲ្យស្អាតឲ្យស្រះចង្រៃអីចឹងទៅ ហ្នឹងហើយដល់ពេលអញ្ចឹងអត់ទាន់ចប់ទេដល់ពេលអញ្ចឹងពួកខ្ញុំគាត់នៅធ្វើការហ្នឹងណាស្រាប់តែមុននឹងមកប្រហែល10ថ្ងៃក្រោយពួកខ្ញុំត្រូវត្រឡប់មកវិញយើងក៏យើងនៅរៀងយូរដែរយើងរៀងស្គាល់អ្នកភូមិអ្នកអីចឹងមេភូមិអីបានច្រើនអញ្ចឹងណា បាទ ខ្ញុំចេះតែដើរលេងខ្ញុំចេះដើរលេងមិនដើរធ្វើអីខ្ញុំដើរមើលកូនកន្លោះគេស្អាតនិយាយមែនតើអត់ តែហ្នឹងលៀងទេអត់ បាទ លៀងទេអត់ អត់លៀងទេ តែស្រីទេ តែស្រីអត់ទេកូនហ្នឹងកូនប្រុសហ្នឹងកូនខ្មែរ អូ មិនកូនជនជាតិព្រោះខ្ញុំមិនហ៊ានចូលភូមិជនជាតិទេ អូខេ ដល់ពេលអញ្ចឹងយើងចេះតែដើរតាមស្រុកភូមិគេស្មាតោអានេះខ្ញុំនិយាយការពិតមិនមែនសើចទេខ្ញុំដើរទៅធម្មតាយើងចរិតអញ្ចឹងយើងឃើញប្រុសតែអូប្តីអញ្ចឹងណាចេះហៅប្តីណាក៏ញ៉ែបានគេមួយញ៉ែញ៉ែពេកហ្នឹងបានមួយមែនពេកហ្នឹងក៏យុបងខ្ញុំគាត់ញ៉ែខ្ញុំស្មាតោមិនមែនកុំសើចទេនិយាយតាមត្រង់ណាញ៉ែខ្ញុំតែខ្ញុំស្រឡាញ់គាត់អញ្ចឹងគាត់ណាត់ខ្ញុំម៉ោង6ថាចេញពីវត្តមកទៅញ៉ាំអីមួយគាត់អញ្ចឹងណាទៅញ៉ាំបង្អែមសង្ខ្យាគាត់ណាត់ខ្ញុំទៅជួបគាត់មែនហើយជិះផុតពីភូមិហ្នឹងណាជិះផុតភូមិហ្នឹងចូលទៅដូចចកាជេតិចដូចចកាអីគេតិចតែវាអត់ផុតពីភូមិពេកទេដូចថាម្លងពីផ្ទះអ្នកភូមិតាម៉ានថាបើយើងនិយាយថា10ម៉ែត្រ20ម៉ែត្រចុះដូចថានៅចុងភូមិអញ្ចឹងណា ហ្នឹងហើយ ផុតពីហ្នឹងទៅជជែកលេងអង្គុយលើអាសង្ការេយ៉ាងកញ្ចាស់យើងញ៉ែសាសងគ្នាស្រាប់តែញ៉ែគាត់ក៏និយាយរឿងថាអ្នកភូមិហ្នឹងមានថាគេថានិយាយមានធ្មប់មានអីចឹងណាខ្ញុំក៏និយាយរឿងពូម៉ាក់ខ្ញុំហ្នឹងប្រាប់ស្រាប់តែខ្ញុំប្រាប់គាត់ថាម្នាក់ហ្នឹងសក់ក្រហមហ្នឹងមែនស្រាប់តែថាបងខ្ញុំហៅគាត់បងទេបងមិនបងឯងដឹងគាត់ថាម្នាក់សក់ក្រហមម្នាក់ហ្នឹងរៀងទៀបដែរអត់សូវខ្ពស់អាចមើលថា1.60 ម៉ែត្រជាងណាខ្ញុំថាត្រូវបងមិនក៏បងដឹងខ្ញុំឃើញម្នាក់ហ្នឹងគេសូនរូបម្នាក់ហ្នឹងរួចគេហៅអាសក់ក្រហមឥឡូវរូបនៅក្នុងព្រៃរូបនៅក្នុងព្រៃខ្ញុំនិយាយបងព្រៃមិនខ្ញុំអត់យល់បងលឺកូនជនជាតិម្នាក់ហ្នឹងពូម៉ាក់គាត់ថាម៉ាក់គាត់ហ្នឹងយករូបច្បើងមួយសក់ក្រហមយកទៅចងចោលនៅក្នុងព្រៃដំសិតតែដូចគោកដាក្បាលកដាលថ្ងាស់កដាលកកកដាលទ្រូងកដាលពោះដំភ្ជាប់ដើមឈើហើយរូបឈើហ្នឹងសាងចេញមកពីឈើដូចគ្នាទៀតរូបឈើតែសក់នឹងច្បើងខ្ញុំលឺបងលឺពូម៉ាក់បងប្រាប់ឯថាឯវាធ្វើអំពើនៅទុកយកទៅក្នុងព្រៃ
ដល់ពេលអូនឯងនិយាយរឿងហ្នឹងមកបងទៅនឹកឃើញតិចម៉ែវាធ្វើពូម៉ែអូនឯងអញ្ចឹងណាឯងគ្រាន់តែលឺចង់រួចចាប់ផ្ដើមថាអីបងស្អែកបាយជូនខ្ញុំទៅបានអត់យើងចង់ស្រែកព្រលឹងហ៎តែគាត់មិននិយាយពីដើមមកមិញខ្ញុំមិននិយាយថាបើអមឲ្យអញទៅវិញទេបានណាគេយកព្រលឹងអញមកហ៎សង្ស័យរឿងហ្នឹងខ្ញុំចាប់ផ្ដើមនឹកឃើញពាក្យហ្នឹងខ្ញុំក៏ប្រាប់មេខ្ញុំប្រាប់អីរួចព្រឹកឡើងមែនខ្ញុំក៏ឲ្យគាត់ជូនទៅទៅដល់មែនអូនអើយគឺពិតហ្មងរូបហ្នឹងជាប់មួយដើមឈើយ៉ារីនអើយដំជាមួយនឹងអាដេចគោលយើងតែដេចគោលមកទឹកអាធំហ្នឹងណាដំជាប់នៅហ្នឹងមកតែដេចគោលថ្មីតែដូចច្រេះហៀមកអញ្ចឹងតែយើងអត់ដឹងថាគេស្រូចឈាមស្រូចអីយើងអត់ដឹងទេណាយើងអត់ដឹងទេបករូបបកអីដកដេចគោលដកអីចេញមកយករូបហ្នឹងទៅកាប់តែបើអញទៅមួយណាគេឲ្យធ្វើសកម្មភាពអីគេខ្លះសំកាត់ទៅហើយមិនសង្សារដូចយើងអ្នកស្គាល់គាត់ហ្នឹងណាពងមើលចិត្តគ្នាហ្នឹងហើយគាត់នាំទៅហ្នឹងគ្នា3 4 5នាក់ដែរយើងទៅនៅមានសកម្មភាពអីគ្រាន់តែយើងទៅយករូបហ្នឹងយើងដកដេកគោលរូបហ្នឹងយើងដកដេកគោលឯងយកនៅទៅកប់អញ្ចឹងណាតែកាលហ្នឹងកន្លងចាស់ៗបានថាបើឃើញអាឋានអីយើងកន្លង3ជុំហើយកន្លង3ជុំនេះយើងយករបស់ហ្នឹងកប់ឃើញណាយករបស់ហ្នឹងកប់ដល់ពេលយករបស់ហ្នឹងកប់ហើយក៏ពួកខ្ញុំត្រឡប់មកវិញអញ្ចឹងណាហើយក៏ចាប់ភារកិច្ចនាំគ្នាមកបំពេញពេលដែលមកបំពេញព្រលឹងគ្នាខ្ញុំនឹងគាត់ចូលគាត់មកដល់ភ្លាមគាត់មកសាពះពួកខ្ញុំដល់បាតជើងគាត់ចូលមួយអ្នកទៀតមកសាពះដល់បាតជើងចេះអរគុណហើយបើហែងអត់ស្រាយព្រលឹងអញទេពេលហ្នឹងណាគឺអញនឹងកើតទៅជាកបីពីព្រលឹងមនុស្សទៅជាសត្វកបីកើតជាកបីអាគុំចាំនៅក្នុងព្រៃហ្នឹងហ្មងតែនេះបានណៃទៅជួយដូចគុណបុណ្យណាគឺថាគុណបុណ្យមួយខ្ញុំមិនដឹងថាជាតិមុនព្រលឹងគាត់បាជាតិនោះគាត់សាងអីបានព្រលឹងគាត់រួចផុតបានព្រលឹងត្រឡប់មកវិញអញ្ចឹងណាគាត់ថាបើគាត់នៅតែ3 4 ឆ្នាំទៀតគឺព្រលឹងរបស់គាត់កើតទៅជាសត្វកបីមួយដែលចាំនៅក្នុងព្រៃនោះមកជីវិតរបស់គាត់មកលេងចាប់ជាតិមកអានេះគឺសាច់រឿងមួយដែលកើតឡើងលើពួកខ្ញុំដែលក្នុងខេត្តស្ទឹងត្រែងដែលខ្ញុំបានជួបនៅអំឡុងឆ្នាំ2013 2014ហើយក៏លេងអីមកនៅតាំងពីពេលតែលេងអីមិនអូអាមួយនោះស្លាប់បាត់ដែរហ្នឹងហើយស្លាប់ហើយលេងអីមានហ្នឹងហើយស្លាប់ទៅផុតពួកបងវិញហ្នឹងហើយដល់ពេលចំណងថ្ងៃបាញ់ដោះលេងព្រលឹងគាត់ហើយហ្នឹងក៏លេងបានចាប់ប៉ុណ្ណឹងដែរចាប់ត្រឹមប៉ុណ្ណឹងតែគ្រាន់តែថាសំណោះអីចឹងដែរព្រោះអីពងនិយាយនោះគាត់មកដែរពងនិយាយឥឡូវហ្នឹងនិយាយលេងចឹងបានន័យថាពេលដែលបងឯងជួយព្រលឹងគាត់ហើយនៅក្នុងស្រុកភូមិហ្នឹងបងឯងបន្តធ្វើការតូចចាប់បច្ចេកហ្នឹងធម្មតាតទៅបច្ចេកហ្នឹងបញ្ចប់តាំងពីពេលដែលពួកបងត្រឡប់មកវិញមែនចឹងបងឯងទៅវិញដែរបាទបាយទៅវិញដែរពេលហ្នឹងទៅពេលណាទៅមួយជើងទៅដោះព្រលឹងវិញអត់ទេពេលហ្នឹងពេលដែលពូម៉ាក់បងគាត់ខូចហើយពួកបងត្រឡប់ទៅធ្វើការវិញហ្នឹងហើយពេលដែលបងធ្វើការហ្នឹងក៏ជួបព្រឺនឹងទាំងអស់ហ្នឹងបានជួយស្រាយព្រលឹងហ្នឹងទាំងអស់ពួកបងក៏ចប់បច្ចេកហ្នឹងពួកបងត្រឡប់ទៅនឹងវិញធម្មតាអញ្ចឹងទៅហ្នឹងហើយនាំមួយសង្សារយកមកដែរអត់ទេគាត់មកក៏បែកគ្នាមួយខ្ញុំអូខេវាផ្ដាច់จากកន្លែងហ្នឹងចង់សួរកន្លែងណាផ្ដាច់ធម្មតាទៅតាមទៅហ្វេនយកគាត់ឆ្ងល់ចេះគ្រូឲ្យបែកគ្នាមួយសង្សារអត់ពេលហ្នឹងបែកអូខេអញ្ចឹងពេលហ្នឹងគាត់បែកគ្នាត្រឹមហ្នឹងឯងទាំងអស់គ្នាហ្នឹងហើយถึងចាប់រឿងហ្នឹងគ្រប់រូបជាតិខ្ញុំយកវារាប់ថាអត់ទេបងប្អូនបងខ្ញុំយកថាលើកនេះយើងនិយាយទៅដូចវាអត់សូវដោតពេកអារម្មណ៍បែបថ្មីខ្ញុំមានអារម្មណ៍ថាខ្ញុំនិយាយលើកនេះខ្ញុំវល់ខ្លួនឯងខ្លាំងមែនតួអង្គមានច្រើនណាស់មានតាំងពីមនោស្លកបីនំបញ្ចុកបងអ្នកភូមិជាមួយម៉ូតូអាសង្ការ៉េអូតួច្រើនណាស់នេះចុងក្រោយថែមតួសង្សារមួយទៀតមុនចាប់សាច់រឿងអូខេហើយអ្នកនរនេះគឺជាសាច់រឿងទី2យល់ឃើញមិនដែរអាចបញ្ចេញមតិយោបល់ខាងក្រោមបានហើយក៏កុំភ្លេចជាមួយនឹងបេះដូងប៉ោយបៃតងនៅខាងក្រោមដោយសារនេះជាអេពីសូតចុងក្រោយនៃកម្មវិធីតុកភ្លឺ Background ងឹតយើងនឹងបែកពីអ្នកនរគ្នាហើយព្រោះយើងបានកដោពួកគាត់បានកន្លះឆ្នាំជាប់ដែរចា៎អញ្ចឹងបានន័យថាយូរដែរហើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាចាប់ពីកម្មវិធីតុកភ្លឺទៅនៅតែបន្តធំធាត់និយាយលេងដោយសារកម្មវិធីយើងកដោអារម្មណ៍ពួកគាត់ពេលដែលគាត់ធ្វើការពេលដែលហ៊ានសូត្រអីចឹងទៅហ្នឹងហើយអញ្ចឹងយើងនឹងបង្កើតកម្មវិធីថ្មីដើម្បីកដោអារម្មណ៍អ្នកនរគ្នាបន្តទៀតកុំឲ្យអបសុកអញ្ចឹងសង្ឃឹមថាបងដាវនៅតែបន្តមានវត្តមាននៅនេះដូចដើមធម្មតានៅបន្តទៀតបានចូលរួមទៀតអាចទៅថាថ្ងៃនេះមានអារម្មណ៍ថាអារម្មណ៍មួយដែលសោកស្ដាយតែកម្មវិធីបិទផងហើយចេះតែចង់និយាយលេងសើចសប្បាយហើយក៏ថ្ងៃនេះយើងមាន show មួយដែលថាមានបងប្អូនគាត់មកចូលរួមស្ដាប់ចូលរួមស្ដាប់ផ្ទាល់អញ្ចឹងផងក៏មានពាក្យលេងសើចនិយាយលេងសើចច្រើនតែអញ្ចឹងណាតែសាច់រឿងខ្ញុំនៅតែសកត់ឲ្យគ្រប់គ្នាយល់អំពីសាច់រឿង
នៅតែលើករឿងសំខាន់ទៀតយកមកនិយាយចឹងណាតែចង់ឲ្យបងប្អូនគាត់នៅនេះគាត់មកគាត់ផ្ដោតអារម្មណ៍ខ្លាំងពេកចង់ឲ្យគាត់សើចសប្បាយផងដែរទេ សប្បាយទេបងប្អូន សប្បាយ ខ្ញុំសលេងដៃមួយមកចា ខាងមុខនេះសោចហាសោចដំបងខ្ញុំថាជុំខ្ញុំសោចម្នាក់ឯងរដងហ៎មិនហាពេលងាកទៅអញមានលេខ2លេខ3តមកទៀត អូខេ អូខេបងប្អូនទាំងអស់គ្នាមិញបានស្ដាប់ជាមួយនឹងសាច់រឿងមកដាវរឿងទី2មានគ្រប់ម៉ូដគ្រប់សពគ្រប់យ៉ាងអស់ហើយមើលហៅរឿងទី3តិចមើលបងពាក់ព័ន្ធនឹងរឿងអីវិញដែរទី3រឿងទី3ពាក់ព័ន្ធជាមួយសឹកអាគមហ្មងរឿងនេះពាក់ព័ន្ធជាមួយនឹងការកំចាយព្រលឹងជាប្រភេទតម្រាមួយគេហៅថាតម្រាព្រះយម ចឹងនេះបងបានដឹងហើយថាបងដាវគាត់អាសានិយាយពីរឿងតម្រាគុំសឹកអាគុំអីអញ្ចឹងដែលពាក់ព័ន្ធជាមួយនឹងខាងអបិយជំនឿហាដូចថាអូមានគាថាអីគេខ្លះឬក៏ការប្រើអាគុំនឹងត្រូវប្រើជាកបៃត្រូវប្រើជាដំរីត្រូវអីអញ្ចឹងណាហើយនិយាយតាមត្រង់ខ្ញុំទៅស្ដាប់បងទេបើនេះខ្ញុំអត់ដឹងទេថាគេចេះលេងគ្នាតាមផ្លូវក្នុងបែបណាអត់សូនឈឹងហ្មងអូខេឥឡូវយើងមុនចូលដល់សាច់រឿងទី3បងទាំងអស់គ្នាស្មាតយើងបន្តប្រូម៉ូសិនមួយខែទៀតណាអញ្ចឹងសម្រាប់ប្រូម៉ូសិនរបស់គម្រោង Smart ល្អបងគ្រាន់តែ top up លុយចូលទៅនឹងទទួលបាន 50% បន្ថែមទៅលើ data 5G សម្រាប់ថ្ងៃពុធកណ្ដោះថ្ងៃ30ខែមេសាឆ្នាំ2026អរគុណ Smart ធំ I love you បេដងប៉បេតងអូខេតោះបងយើងអាចជើញចូលទៅសាច់រឿងទី3អូខេសម្រាប់សាច់រឿងទី3នេះខ្ញុំសូមខន្តីអភ័យទោសទុកមុនអត់មានចេតនាថាចង់លើករឿងអាគមយកមកនិយាយទៀតទេតែគាត់ថាបងប្អូនក៏ចេះតែចង់ស្ដាប់ព្រោះសារលើយំរឿងអាគមច្រើនដែរអញ្ចឹងណាហើយក៏សូមខន្តីអភ័យទោសទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់បើសិនជាខ្ញុំនិយាយទៅលើសលួសឬក៏ខ្ញុំនិយាយទៅអាចប៉ះពាល់គាត់អីក៏សូមខន្តីអភ័យទោសខ្ញុំនិយាយនេះមិនមែនថាខ្ញុំចេះបកកាអីទេតែនេះជាតម្រាមួយដែលខ្ញុំរៀនជាមួយនឹងឧបជារបស់ខ្ញុំគ្រូរបស់ខ្ញុំណាអញ្ចឹងគ្រូរបស់ខ្ញុំហ្នឹងគឺគាត់ជាអ្នកដែលរៀនក្បួនតម្រាអញ្ចឹងហើយខ្ញុំខ្លួនឯងខ្ញុំអត់ចេះទេក្បួនតម្រាមួយហ្នឹងតែនេះកាលដែលខ្ញុំរៀនជាមួយគ្រូគាត់បានរៀបរាប់អំពីរឿងក្បួនតម្រាហ្នឹងមកឲ្យខ្ញុំស្ដាប់ហើយប្រភេទរឿងមួយនេះគឺរឿងដែលកំចាយពលឹងគ្រូអាគមគេប្រសាបគ្រូអាគមតែគេប្រើក្បួនតម្រាព្រះយមហ្នឹងគឺតម្រូវទៅលើស្ដេចព្រះយមរាជព្រោះស្ដេចព្រះយមរាជហ្នឹងគឺជាមេរបស់គ្រូអាគមជាគ្រូរបស់អ្នកគ្រូអាគមអ្នកដែលរៀនរបៀនគ្រូអាគមទាំងអស់ត្រូវគោរពសម្ដេចព្រះយមព្រោះគេជាគ្រូរបស់គាត់ដែលរៀនរបៀននៅទាំងអស់អស់ធំគ្រូព្រះយមធំជាងគេធំហើយហ្នឹងចឹងតែលឺនេះតំលឺលើកទី1អត់ដែលលឺហ្នឹងហើយប្រហែលជាដោយស្ដេចនៃអរុក្ខរៈទេវតាជាប្រអិនព្រះព្រំអញ្ចឹងហ្នឹងហើយតែគាត់ឋានមួយគឺរឿងមន្តអាគមគឺព្រះយមអញ្ចឹងទៅក្នុងទឹកស្ដេចនេះអីអញ្ចឹងណាទេខ្ញុំកន្លែងតំបន់ផ្សេងគេអាចនឹងហៅឈ្មោះគាត់ពនាមលោកពេញតែខាងខ្ញុំហៅថាសម្ដេចព្រះយមទេចុះដល់ពេលពនាមពេញអីដែរហ្មងដូចជាខ្ញុំអត់ច្បាស់ដែរតែដូចជាព្រះបាទវេស្សវណ្ណអីហ្នឹងជាធប់យៈអូខេចុះតម្រងបដិមាដែលយើងប្រកបកិច្ចថាជាតម្រងរូបរាងនៃព្រះយមបងអាចចែកម្លែកបានទេថារៀងរូបបែបមិនដែរព្រោះអីយើងគ្រាន់តែឮឈ្មោះតែព្រះយមតែបើឲ្យស្មៅរូបរាងដែលគេអាសាសង់ជាសំណាក់ឬក៏សូនមកដាក់នៅនេះអីចឹងរបៀបលោកដូចយៈអញ្ចឹងចាលោកដូចយៈអញ្ចឹងហើយលោកជាស្ដេចនៃពលឹងទាំងអស់លោកជាយៈមួយជាអ្នកដែលគ្រប់គ្រងទៅលើពពួកពលឹងទាំងអស់ទាំងខ្មោចព្រាយដូចជាតាមខ្ញុំចាំអានេះអធិស្ស្រ័យសូមទោសទៅកាន់លោកគ្រូអ្នកគ្រូដតីចាតាមដែលខ្ញុំដឹងដូចជាមាន4យៈហ្នឹងមាន4ណាក្នុងនេះមានប្រជុំមួយជាស្ដេចរបស់ជាស្ដេចមួយដែលគ្រប់គ្រងលើវិញ្ញាណអញ្ចឹងណាអានេះតាមដែលខ្ញុំធ្លាប់សិក្សាពីគ្រូខ្ញុំនឹងតាមប្រវត្តិខ្លះមកតែខ្ញុំមិនច្បាស់ដែរតែខ្ញុំមិនហ៊ាននិយាយអស់ពេកចឹងណាបើយើងអត់ចេះយើងប្រាប់តែយើងអត់ចេះហ្មងទៅស្រួយតែលោកបងប្អូនគាត់ចូលមកចាំមើលក៏មិនគាត់ប្រាប់យើងវិញបាទតែលោកគាត់ដឹងអីគាត់ចែកម្លែកឲ្យគ្នាយើងមកបាទហ្នឹងហើយអញ្ចឹងងាកមកសាច់រឿងពាក់ព័ន្ធជាមួយនឹងតម្រាមួយដែលថាតម្រាព្រះយមគឺតម្រាព្រះយមនោះគឺជាតម្រារបស់សម្ដេចព្រះគ្រូជាសម្ដេចព្រះគ្រូនៅក្នុងក្បួនតម្រាមួយហ្នឹងគឺទាមទារខ្លាំងមែនតែនទី1ទាមទារសមាធិទី2ទាមទារការកាន់តំណមទី3ទាមទារនៅក្នុងការដែលយើងខ្សែក្បួនតម្រារបៀននឹងឲ្យច្បាស់សូម្បីតែបល័យគាថាក៏ត្រូវតែច្បាស់ដែរអញ្ចឹងរឿងមួយនេះគឺជារឿងឧបជារបស់ខ្ញុំជាគ្រូរបស់ខ្ញុំដែលគាត់ប្រើក្បួនតម្រាមួយដែលហៅថាតម្រាព្រះយមហ្នឹងរឿងហ្នឹងគឺចែកឧបជារបស់ខ្ញុំគាត់គឺជាគ្រូម្នាក់ដែលគាត់
គាត់ខ្មែរទេតែកាលហ្នឹងគឺលោកឪគាត់ភៀសខ្លួនទៅនៅក្នុងឆ្នាំ1975កាលហ្នឹងអាពោតចូលគាត់គឺជាឧបជារបស់ខ្ញុំហើយខ្ញុំក៏បានឡើងទៅរៀនជាមួយលោកឪនៅស្រុកហ្នឹងអញ្ចឹងណាហៅថាមុំតម្រៃគឺអ្នកបតៈតម្រៃមានកងវេតម្រៃមានញ៉ែតម្រៃមានតម្រៃពហិតម្រៃហ្នឹងដូចគេសូពុទ្ធធាងដាស់សង្ឃាំងដាស់ទៅគ្រូប្រាជ្ញដាស់វាលចុងព្រៃដាស់មេឃដាស់ដីតម្រៃរងក្រោលមេធាដាស់ស្រមោលរំលងភ្នំ3អីចឹងណាគេដាស់ខាងហ្នឹងគឺគេនិយមមុនគាថាទាំងស្នេហ៍ទាំងអំពើទាំងប្រក់វិជ័យសង្គ្រាមគឺតម្រៃទាំងអស់អ្នកគេខាងហ្នឹងអញ្ចឹងណាអញ្ចឹងកាលនេះខ្ញុំទៅរៀនជាមួយនឹងលោកឪកាលនេះខ្ញុំក៏ប្រទះរឿងមួយអញ្ចេះប្រទះរឿងមួយត្រង់ថាអញ្ចេះលោកឪលោកនៅទឹកដីគេហ្នឹងណានៅទឹកដីជនជាតិហ្នឹងណាគាត់តំតាទៅដូចថាទៅនៅតាមបាន1ឆ្នាំ2ឆ្នាំអញ្ចឹងអំឡុងពេលដែរប្រទេសកំពុងមានសង្គ្រាមណាហើយលោកក៏មានទីប្រតែនលោកមិនធំទេហើយស្រុកហ្នឹងកាលពីដើមអានេះតាមដែលលោកឪខ្ញុំលោកមានប្រសាសន៍ហើយណាកាលហ្នឹងជនជាតិនោះអត់ទាន់មានណាគេចែកកាច់បាយសីទេតំតាឥឡូវយើងហ្នឹងណាកាច់បាយសីហ៎អញ្ចឹងលោកកាច់បាយសីដល់ពេលលោកកាច់បាយសីហ្នឹងគឺបាយសីស្រស់ហ៎បាយសីស្រស់រៀបបាយសីឡើងអញ្ចឹងទៅបាយសីបច្ឆា3ថ្នាក់5ថ្នាក់7ថ្នាក់អីអញ្ចឹងទៅស្រាប់តាគ្រូគេដែលនៅហ្នឹងគេឃើញលោកឪកាច់បាយសីគេសួរគេរបៀបដូចថាសួរផ្ចាញ់ណាអូនគេសួរផ្ចាញ់ថាអ្នកឯងនឹងមកពីណាអ្នកឯងកំពុងធ្វើអីអ្នកឯងកំពុងនាំអាបធ្មប់គ្រោះចង្រៃដល់ប្រទេសគេអញ្ចឹងណាគេក៏ចោទប្រកាន់ឪលោកក៏និយាយភាសាខ្មែរទៅតែនៅក្នុងទឹកដីមួយហ្នឹងមានបងប្អូនខ្មែរយើងគាត់នៅនិយាយភាសាខ្មែរអញ្ចឹងអាចនិយាយថាឆ្លើយឆ្លងគ្នាបានអញ្ចឹងណាក៏ប្រាប់ថាអត់ទេខ្ញុំប៉ាត់ថាខ្ញុំរស់នៅលើទឹកដីរបស់អ្នកតែខ្ញុំនៅតែគោរពទៅកាន់គ្រូរបស់ខ្ញុំពួកខ្ញុំជាជនជាតិខ្មែរពួកខ្ញុំនៅរៀបគ្រឿងបាយសីអញ្ចឹងជាទលាមត្រឡប់ប្រពៃណីរបស់ខ្មែរបាទរបៀបអញ្ចឹងណាលោកឪក៏លោកបញ្ជាក់អំពីរឿងហ្នឹងអញ្ចឹងណាដល់ពេលកន្លែងហ្នឹងឯងដែលវាដឹងថាលោកឪរបស់ខ្ញុំហ្នឹងលោកគ្រូខ្ញុំហ្នឹងគាត់ជាគ្រូអាគមនៅពេលដែលវាដឹងណាពេលដែលវាដឹងថាលោកឪជាគ្រូអាគមវាក៏របៀបដូចថាត្រង់ហើយសាកជាមួយអញអត់អញ្ចឹងហើយសាកគ្នាពួកគេខាងហ្នឹងអ្នកលេងក្បួនតម្រាព្រះលៀនសេនាជ័យគឺតម្រៃក្បាល3កណ្ដឹង30អ្នកលេងក្បួនតម្រាមិនថាមហាតម្រាស្នេហ៍ស្រីតម្រៃក្បាល3មហាស្នេហ៍គាថាកន្ទ្រំធរណីតម្រៃមហាស្នេហ៍គាថាព្រះមុំភ្លុកតម្រៃក្បួនតម្រាពលានសេនាជ័យតម្រៃក្បាល3គឺគេលេងតម្រៃសុទ្ធហ្មងខាងហ្នឹងគេគោរពតម្រៃណាស់ខាងហ្នឹងអញ្ចឹងគេបបួលឪលេងគេបបួលឪលេងណាបបួលឪលេងឪក៏ប្រាប់ថាទេគាត់មិនចេះធម្មតាគ្រូគេតម្លាក់ខ្លួនណាអូនបាទខ្ញុំមិនចេះខ្ញុំអត់ចេះអីទេអ្នកឯងកុំលេងជាមួយខ្ញុំអីថាចាត់ទុកថាលើកលេងឲ្យខ្ញុំទៅដែលខ្ញុំបានរស់នៅលើទឹកដីរបស់អ្នកឯងវានៅតែញោះចឹងណាញោះស្រុកហ្នឹងគេមានកម្មមួយយ៉ាងកម្មគឺនោះណាពាត់វែងចេះកម្មហ្នឹងសាងពីភ្លុកតម្រៃគេមានគេអាហ្នឹងតែអាហ្នឹងគេសាយមុនតម្រាហើយគេមានកងវេតម្រៃអាចតាក់តិចតម្រៃកោងចេះគេតាក់តិចតម្រៃដើម្បីអីអាហ្នឹងដូចយើងបជាតម្រៃទៅឆ្វេងទៅស្ដាំអញ្ចឹងណាកងវេហ្នឹងណាខ្ញុំចាំមើលខ្ញុំពាត់ហ្នឹងហើយបើផ្សេងយើងមានពាត់បើនេះមកតម្រៃគេមានមួយស្គីវាតម្រៃមកតម្រៃគេមានកងវេហ្នឹងតពួកឲ្យគេមានខ្សែប្រត់តម្រៃមួយទៀតអញ្ចឹងអ្នកហ្នឹងក៏បោះកងវេហ្នឹងណាមកលើដូចថាបោះមកលើដីទៅវាភ្ជុចជាប់លើដីអញ្ចឹងដូចថាជាការគម្រាមចង់ប្រាប់តែទឹកដីនេះគឺទឹកដីរបស់អញចង់ប្រើតម្រៃជាន់ไหนស្មានណាក៏បានដែរវាចង់និយាយអញ្ចឹងវាចង់គម្រាមណាលោកឪខ្ញុំជោគដៃទៅលើកងវេហ្នឹងមកបោះកងវេអញ្ចឹងហុចឲ្យគេវិញខាងលបងហើយទៅចង់ចាញ់ឈ្នះអីរឿងអញ្ចឹងណាវាអត់សុខចិត្តហ្មងអូនវាអត់សុខចិត្តទេវាក៏ប្រតាក់តម្រៃវាមកតម្រៃហួរតម្រៃរបស់វាណែភ្លុកក៏ជុលដីភ្លុកវាជុលដីវាប្រតាក់តម្រៃវាដើរមកឪប្រាប់តែចេះតម្រៃនឹងស្អាតភ្លុកស្អាតណាវាក៏បោះសម្លេងចេះបើហែងឈ្នះអញកាត់ភ្លុកតម្រៃអញឲ្យឯងហើយភ្លុកតម្រៃមិនតូចណាអូនអើយតោងស្អាតណាតម្រៃហួរហ៎អូយភ្លុកស្អាតណាឪលោកស្រឡាញ់ភ្លុកដែរគិតមកស្បក់អញ្ចឹងក៏បានបើអញឈ្នះហែងអញសុំយកភ្លុកហ្នឹង
ហើយហែងត្រូវសាពេះអញយកអញធ្វើគ្រូឯងនិយាយម៉ាំងហ្មងគ្រូដើមម៉ាត់ប្រៃណាម៉ាត់ប្រៃហ្មងមិនដូចខ្ញុំឥឡូវទេខ្ញុំនៅមានពាក្យជេរនៅមានពាក្យចាក់ផាគ្រូពីដើមអត់មានទេណាសឹងតែនិយាយមួយម៉ាត់កាត់ក្បាលឲ្យដាក់ជើងពៀនយកឈាមលាងជើងគ្រូពីដើមម៉ាត់ប្រៃណាស់ស្រាប់តែគាត់ថាអញព្រមតើឥឡូវឲ្យចង់លេងអីទឹកដីហ្នឹងគឺទឹកដីកាច់7ថ្នាំងដាក់លើសម្បត្តិ7ធានកាត់ក្បាលដាក់លើជើងពៀនយកឈាមលាងជើងអាណាលេងចាញ់ស្ពះហ្នឹងធ្វើគ្រូស្រាប់តែលេងមែនទទួលស្គាល់គេហ្នឹងណាគេចង់គ្រប់ទៅលើសម្ដេចព្រះតម្រៃគេចាញ់ពីតម្រៃពីព្រៃមកលោកឪខ្ញុំពុទ្ធធាំងដាសង្ខាំងដាស់ទៅគ្រូប្រើអញដាស់វាលតម្រៃដាស់មេឃដាស់ដីតម្រៃរងក្រោលមេធាដាស់ស្រមោលរំលងភ្នំដីទៅគ្រូប្រើអញដាស់មុំតម្រៃក្បាល3ក៏ដឹង3000ជ័យយោតបតម្រៃយើងមានតម្រាតម្រៃរបស់យើងគេមានតម្រាតម្រៃរបស់គេតែតម្រៃរបស់គេតម្រៃរស់គេប្រក់ទៅលើតម្រៃរស់តម្រៃពិតតម្រៃស៊ីនអត់ហ្វេទេយើងប្រក់លើតម្រៃដែលសាងពីសម្រិតឬក៏សាងពីស្ពាន់យើងប្រើព្រះមុំតម្រៃជាពលឹងអធម្មគេប្រក់តម្រៃនោះឲ្យមកមែនតើហើយតម្រៃរបស់គេមាន3ទី1គេមានព្រាយតម្រៃដែលតោងកតុយតម្រៃទី2គេមានសម្ដេចមុំតម្រៃដែលគួយពីលើក្បាលតម្រៃ3គេមានសម្ដេចព្រះបតៈតម្រៃគឺសម្ដេចង៉ែតម្រៃតែខ្ញុំនិយាយរឿងបតៈតិចតម្រៃនោះបាទគេមានអាហ្នឹងអញ្ចឹងគេមានពលឹង3លើតម្រៃ1អញ្ចឹងយើងអត់ទេយើងមានតែតម្រៃអធម្មគឺតម្រៃអធម្មដែរបាទតែខ្ញុំសូមបញ្ជាក់តិចថាខ្ញុំអួតពីបងប្អូនខ្មែរឬក៏គ្រូខ្មែរខ្ញុំខ្លាំងក៏បានដែររបស់យើងស៊ីននៅក្នុងជើងតម្រៃមានអក្សរ4 no more ពុទ្ធោ4លើជើងតម្រៃហ្នឹងវាគេប្រក់លើពលឹងទេដោយថាគេមានពលឹងមួយទុកបជាតម្រៃយើងមិនបាច់អាណាបជាតម្រៃអញក៏មានអំណាចចង់និយាយប្រាប់កន្លែងថាតម្រៃអញស៊ីនពលឹងអញសុតហើយគ្រាន់តែព្រីកាន់លើក្បាលតម្រៃទេចាប់ដើមប្រក់គ្នាលេងណាប្រក់គ្នាលេងម្ចាស់ថ្លៃធម្មតាអ្នកលេងត្រង់គ្មានអ្នកណាគេលេងមកលេងម្ដងមកកប៉ាល់ទេគេលេងម្ដងតិចបាទញោះគ្នាបន្តិចញោះហ្នឹងមិនមែនញោះអំពើណាមិនមែនញោះអំពើសឹកអាឋានរបៀនតម្រាក់ស្មិលរៀនតម្រាក់ស្មិលណាលេងពីដំបងឡាយបំផុតកបិតដងដូនលងប្រមញោមកោកញ្ចៅកលាច់7ពីដងមីនដងពីលិចលេងកបិតដងដូនកបិតស្នៀតលេងកបិតស្នៀតណាកបិតស្នៀតណាកបិតហ្នឹងប៉ប៉ុណ្ណេះកបិតស្នៀតពីដើមណាសាងពីស្ពាន់ភ្លើងឬក៏ស្ពាន់ត្រជាក់កបិតស្នៀតហ្នឹងណាទី1កបិតស្រួចឬក៏កបិតត្រៃសូមុខ3កបិតទី2គេហៅកបិតដងដូកបិតហ្នឹងស្រួចកបិតហ្នឹងដូចកតុយត្រីចឹងទី3កបិតហ្នឹងស្រួចទៅមុខតែជាកតុយវាមានកតុយសឹងកតុយត្រីកតុយមាន់បាទកបិតស្នៀតពីដើមមួយទៀតគឺកបិតសឹកអាគមហ្នឹងគឺកបិតតែចិត្តដងណាកបិតដែលខ្មែរយើងបដាគេចិត្តដងហាប់ផ្លែដងណាតែទូណាវាទៅកោជាកបិតហ្នឹងណាបាទតែកបិតហ្នឹងទូជាកបិតសឹកអាគមកបិតហ្នឹងសម្រាប់សកត់លើក្បាលក្របីឬក៏សកត់លើក្បាលខ្មោចតែកបិតស្នៀតនៅក្នុងការលេងសឹកអាគមតម្រាក់ពីជ័យសង្គ្រាមគឺគេប្រើកបិតត្រៃសូមុខ3ហើយអញ្ចឹងគេលេងពីដំបងសឹកត្រៃសូលើតម្រាក់ហ្នឹងគេលេងរបស់ហ្នឹងមកលោកអត់មានផ្ទះអីធំទេព្រោះតែនៅស្រុកគេអត់ទាន់មានផ្ទះធំទំនំនៅទេអាសនៈប្រក់ទៅលើក្រោមក្រោយផ្ទះហ្នឹងគុំមិនស្អីទេហើយដូចយើងប្រក់អីបាំងណាឲ្យតែបាននៅសូមប្រហែលឈ្មោះតិចចាស់លោកគ្រូរបស់ខ្ញុំគាត់ឈ្មោះសម្ដេចព្រះមហាហឹងជ័យវណ្ណស័ក្តិឧបជារបស់ខ្ញុំអាសនៈគាត់ប្រតែនបែបមុខរៀងញែកចេះដូចថាមកពីលើចឹងរៀងញែកចេះអាសនៈហ្នឹងណាបាទយប់ហ្នឹងគេសឹកឪខ្ញុំមានផ្តិលខាត់នឹងតែមួយគត់ផ្តិលខាត់បងប្អូនចង់ឃើញចាខ្ញុំថតផ្តិលខាត់នឹងដល់ផ្ទះខ្ញុំរាល់ថ្ងៃផ្តិលខាត់ដែលខ្ញុំដាក់ទឹកសម្បត្តិប្រចាធាននេះឪខ្ញុំមានតែអានឹងមួយគត់លោកឪរបស់ខ្ញុំដាក់នៅពីមុខអត់មានអីសោះចុះធម្មតាតម្រាក់គ្រូខ្មែរយើងគឺប្រើធូបប្រើទៀនបាទឲ្យទៀនមកដើមកដាលផ្តិលហ្នឹងណាធូបមកសំណុំឧបជា7ឲ្យ12សរសៃមួយទៀត2សងខាងចេះ
ចាំរបស់គេមកចាំរបស់គេមកឧបជាពីដំបងប្រើសឹកក្បួនតម្រាមហាព្រះសេនាជ័យលេងបើក្បួនតម្រាកាឡាអុកដោយគេនិយាយថារើសទីតាំងមួយសម្រាប់លេងណាដូចកាលចេញអបសោតមួយមកមិននិយាយកន្លែងហ្នឹងដែរគេត្រូវរៀបធម្មតាសឹកគ្រូគុំគេត្រូវមានកន្លាមួយទីធ្លាមួយត្រូវលេងអញ្ចឹងគេលេងចូលខ្សែសមាណាឪរបស់ខ្ញុំមកយកធូប7ខ្សែកាច់ជើងធូបព្រឹបសោតគោលើអាផ្តិលខាត់ហ្នឹងសោតគោផ្លុំទៀនធ្លាក់របស់ខ្ពាកចូលក្នុងផ្តិលហ្នឹងធ្លាក់ទៅលើអាកស៊ូហ្នឹងណាពាកចូលមកកបិតត្រៃសូមុខ3ត្រៃសូមុខ3ចេះត្រៃសូហ្នឹងប៉ប៉ាន់មេដៃត្រៃសូហ្នឹងត្រៃសូហ្នឹងដឹងគេប្រើសម្រាប់ធ្វើអីបងប្អូនគេប្រើសម្រាប់ចាទៅលើក្បាលព្រាយប្រើលើចាលើក្បាលព្រាយដូចថាអ្នកនឹងកំមុំវាងាប់អ្នកហៅព្រាយកំមុំអ្នកនឹងពោះធំស្រាប់កូនក្នុងពោះគេហៅព្រាយកលាភ្លើងអញ្ចឹងគេចង់បានព្រាយអញ្ចឹងមុននឹងគេយកអ្នកឯងទៅបូជាឬក៏យកអ្នកឯងទៅបញ្ចោគេយកកបិតនឹងទៅចាគេយករដ្ឋអំណាចហើយកបិតនឹងក៏គេធ្វើមកវាឡងធ្លាក់ខ្ពើមកឪខាបយកក្របកណាត់ក្រហមទុកខាបទុកខ្ញុំហ៊ាននិយាយម៉ាត់នៅក្នុងការឡាយនេះគ្រូខ្មែរយើងប្រកែណារឿងខាបអត់សូវធ្វើឡងទេច្រើនថាហែងធ្វើអីអញខាបយករបស់នឹងទុកខាបទុកគ្រប់សិនគ្រប់ទៀតរបស់មកទៀតរបស់ទី2ដែលគេមកសឹកអាគមគេលេងចេះខ្ញុំបញ្យល់ប្រហើបបន្តិចទៀតសឹកអាគមក្នុងមួយយប់គេលេងបាន5ដងពីក្បាលល្ងាចពាក់កដាប្រលប់ជ្រៅម្លងម៉ោងចូលថ្ងៃថ្មីទៀតភ្លឺខែរះគេលេងគេមានម៉ោងលេងណាដោយភូមិហៃកុកចឹងគេមានម៉ោងដើរម៉ោងគេលេងលើកលាឋានស្រាប់តែគេលេងមករបស់មួយទៀតគេលេងរបស់មួយទៀតមករបស់មួយទៀតដែលគេលេងមកហ្នឹងបងប្អូនប្រហែលដឹងហើយជនជាតិនោះចូលចិត្តប្រើរបស់ហ្នឹងចូលចិត្តប្រើរបស់ហ្នឹងខ្លាំងមែនតែនហ្មងរបស់ដែលគេប្រើមកហ្នឹងមរិញគង់វាលអាកម៉ាកាន់ថង2ចេះតែឃើញណារបស់គេហ្នឹងណាតែកម៉ាគេនឹងបញ្ចុះសិតឆ្អឹងខ្មោចរូបគេស្ពាន់តែគេបញ្ចុះយ៉ារិនអូនគេបញ្ចុះក្នុងហ្នឹងណាអានេះខ្ញុំធ្លាប់ឮគ្រូម្នាក់វារបស់មួយរបស់ហ្នឹងហៅវាជាស្អីទៀតខ្ញុំភ្លេចរូបហ្នឹងអូនបុកសិតតែបញ្ញាក្អែកបុកសិតតែឆ្អឹងខ្មោចដាក់ចូលក្នុងរូបថារូបហ្នឹងវាប្រហោងកដាលអញ្ចឹងណាបាទត្រូវគេបុកវាចូលអញ្ចឹងហើយគេយកទៅស្រោបបាទយកទៅស្រោបអញ្ចឹងអាកម៉ាតគេហ្នឹងណាគេកាន់ចែកកម៉ាតគេមួយកាន់ថងប្រាក់មួយកាន់ត្រៃសូពេងតែក៏មើលភ្នែកដូចព្រាយអញ្ចឹងមរិញគង់វាមិនតែដូចព្រាយអញ្ចឹងអូនឯងយល់ថាគេបុកតែឆ្អឹងខ្មោចគេឧបដិកស្ដេចមរិញគង់វាហ្នឹងណាឲ្យទៅជាស្ដេចនៃក្មេងទាំងឡាយជាស្ដេចនៃពលឹងទាំងឡាយជាស្ដេចនៃអាថ័នទាំងឡាយអញ្ចឹងគេឧបដិករបស់នេះឲ្យកាចដល់ពេលកាចអាកូម៉ានឹងវាមកពេលដែលវាមកដៃមកចំហៀងកាន់ខ្សែភ្លើងអាខ្សែតៃគេហៅចំណងខ្សែតៃភ្លើងវត្តណាខ្សែតៃវត្តតម្រៃខ្សែតៃវត្តតម្រៃមួយមកចំហៀងទេកាន់កងចាក់ចង់កាត់ក្បាលគ្រូមកអាហ្នឹងវាមកអាហ្នឹងមកដល់ភ្លាមវានិយាយភាសាប្រទេសវាចុះរបស់វាអញ្ចឹងវាមិននិយាយរបស់ខ្មែរយើងនិយាយខ្មែររបស់វានិយាយវាមកដល់និយាយឪគាត់ស្ដាប់អត់បានឪលោកស្ដាប់អត់បានដល់ពេលស្ដាប់បានដឹងត្រឹមថាជារបស់សឹកគ្រូអាគមជារបស់ដែលសឹកគ្រូអាគមហើយអត់និយាយអីច្រើនទេលោកឪខ្ញុំអត់និយាយអីច្រើនទេដកជំរាមបាញ់ក្បាលឯងហ្មងចាពីមពីដើមអូនក៏ចាពីមដងចាពីមក៏បញ្ចុះអឋានដែរណាចាពីមពីដើមប្រើសិតតែឈើមិនមែនឈើដូចយើងឈើចក្រមប្រើឈើយើងដើមតបែកដើមអីទេសុំទោសចាពីមគ្រូអាគមពីដើមមកប្រើសិតតែនាងនួនបេងសំខាន់ត្រង់ប៉ុណ្ណឹងបញ្ចុះមជុលអាគីគេបញ្ចុះមជុលអាគីមជុលមាសបាទគេបុកបដូលគេបុកបញ្ញាក្អែកទៀតគាត់តែដងជាពីមបាញ់ណាអានេះគេទុកបាញ់ក្បាលព្រាយទុកបាញ់គោបារបស់នោះសិតតែសឹកគ្រូអាគមហើយគ្រាប់ដែលបាញ់ហ្នឹងមិនមែនគ្រាប់យើងលុញពីដីយើងធ្វើពីថ្មយើងធ្វើពីអីទេដីដែរតែគេប្រើដីដបោកបាទដីដបោកលុញជាមួយនឹងប្រទាលគេយកមកគេលុញវាទៅគេដាក់ហាលឲ្យស្ងួយគេទុកធ្វើគ្រាប់ចាពីមអាឋាន
លោកអត់ដឹងថានឹងជាស្អីគាត់វាមកវានិយាយភាសាវាដល់ពេលវានិយាយភាសាវាលោកអត់ដឹងលោកចិត្តដាក់មកចិត្តក្បាលឯងបែកហ្មងបោកខ្ញុំនិយាយចេះមិនមែនខ្ញុំអួតគ្រូខ្ញុំខ្លួនឯងថាឪខ្ញុំខ្លាំងទេតែគ្រាន់តែទៀងជ្រាបជម្រាបដល់អស់លោកថាយើងវាច្បាប់ដើមបល័យយើងគៀថាយើងច្បាប់ដើមយើងទៅខ្លាចអីវាបើវាសូបល័យខ្មែរយើងមិនតង់ត្រូវហ្នឹងលោកខ្សែបតម្រាលោកខ្សែបក្បួនតម្រាបើកណាអ្នកមោសិហោថៃវិហាមហោតិជ័យស្ដាព្រះវរិនមេតាព្រះករណាមេតាទឹកដីភ្លើងចលករណាព្រះអង្គអញ្ជលីជ្រកក្រោមលំអងទូលីនៃព្រះបាទយាងសម្ដេចព្រះយមរាជបើកតម្រាព្រះយមរាជទាំងអស់យាងតម្រាព្រះយមរាជគឺបើកបាតដៃទី3នេះបាតដៃអាគីតម្រៃឯងមានប្រមាណក៏ដោយផ្ទះហើយតតខ្ចាយយកទាំងអស់អញ្ចឹងដែលបងសូត្របល័យមិញណាបើកតម្រាព្រះអាគីបើយើងនិយាយឲ្យងាយយល់ថាបើកតម្រាអាគមបើកទ្វីអាគមតម្រាមួយហ្នឹងគឺសែបសម្រាប់ហាវខ្ចីខ្មោចពីឋាននរកទាំងអស់ឲ្យងើបអញខ្ចីខ្មោចសូមសម្ដេចព្រះយមដែលគ្រប់គ្រងលើវិញ្ញាណទាំងឡាយអញសូមខ្ចីខ្មោចដីខ្ចីបាតដៃទី3វាយកំចាយឲ្យព្រះធរណីស្រូបវាចូលក្នុងធរណីអញយល់ទេបងនិយាយអត់យល់ខ្ចីព្រលឹងចេញពីឋាននរកបើកតម្រាព្រះធរណីអត់បើកតម្រាព្រះយមសូត្រតម្រាអ្នកមោសេហោថៃវិហាមហោតិជ័យស្រាព្រះមេរិនមេតាព្រះវចន័យថៃមេធាំងបេតិជ័យយ៉ាងទាំងមេបើកចំណងព្រះកពីទី1ចំណងគឺចំណងព្រះខ្វាក់បើកតម្រានឹងទះយកហ្មងគាត់សោតហើយហៅខ្មោចដូចយើងនិយាយថាកោះហៅព្រលឹងខ្មោចឲ្យមកបាទតែព្រលឹងខ្មោចទាំងអស់ហ្នឹងកើតចេញពីអណ្ដាតភ្លើងឋាននរកជាព្រលឹងដែលចេញពីកពីព្រលឹងទាំងអស់ហ្នឹងជាភ្លើងដែលឆេះណាមិនមែនជាព្រលឹងសម្ហោលខ្មៅដែលចេញមកគ្រាន់តែត្រឹមអាឡូងឯងសុំទោមកអញ្ចឹងមកដល់ភ្លាមលោកក៏ឲ្យថាកាច់បំបាក់កាត់ក្បាលដាក់ជើងពៀនយកឈាមលាងជើងយកមកលាងជើងអញយកព្រលឹងរបស់ពួកវាកុំថាហែងជាមុំព្រះឆាងចង់ហាយសម្ដេចព្រះគ្រូឆាងទៀតក៏អាចកាត់ក្បាលឲ្យយកដែរព្រោះតម្រៃឯងគឺតម្រៃមែនតែនហើយតម្រៃរបស់ឯងវាគ្រាន់តែមានព្រលឹងមួយដែលអង្គុយពីលើក្បាលហ្នឹងទេតែតម្រៃរបស់អញណាអញប្រាប់អញអបប្រដឹកចេញពីភ្លើងឋាននរកអបប្រដឹករបស់នឹងចេញមកមែនចេញណាលោកឪប្រាប់ថាទេខ្ចីដៃព្រះយមរាជលេងតុងក្រហមបកលើតុងខ្មៅបកក្រោមតុងក្រហមបកយោជ័យតុងក្រហមអបប្រដឹកអាកកអញឲ្យចេញច្រាបឈាមតុងខ្មៅបកឲ្យកំចាយព្រលឹងមួយបកឆ្វេងមួយបកស្ដាំអញ្ចឹងតុងពីរបកសោតទ្វីចាអូមកប្រក់ទៅមកខ្សែបល័យប្រក់ទៅហ្មងមកពេលប្រក់បើយើងមនុស្សធម្មតាយើងមើលឃើញទេតែបើសិនតែយើងថាយើងបានឃើញពីផ្លូវល្ងិតបើយើងបានឃើញពីគេអានេះខ្ញុំមិននិយាយថាឲ្យគ្រប់គ្នាជឿទៅលើរឿងអាប៉ីជំនឿចឹងទេតែខ្ញុំគ្រាន់និយាយថាឧទាហរណ៍បើយើងមើលឃើញសួរថាប្រមាណ100អ្នកចេញមកហ្នឹងប្រមាណប៉ុណ្ណេះដែលកំពុងប្រក់ចេញមកអ្នកណាខ្លះចេញមកតថឹកគេប៉ុណ្ណាអញ្ចឹងគេប្រក់ចេញបកតតុងចេញបាត់ហើយចេញមកមែនតម្រៃមករោងមួយដែលហៅថាមករោងហ្នឹងគឺតម្រៃងាប់ចង់10ក្បាលមកជប់ពេកងាប់ទាំងអស់កាច់បំបាក់យកហ្មងចង់ក្រោយកាច់ភ្លុកហ្នឹងយកមកដាក់នៅប្រទេសឪរបស់ខ្ញុំហើយភ្លុកហ្នឹងចាសតាឋានទាំងអស់ខ្ញុំភ្លេចបច្ចៈរឿងហ្នឹងកើតឡើងក្នុងអំឡុងឆ្នាំ1981កាលដែលឪទឹកបាយអពតបាទបាយអពតបាន2ឆ្នាំ30ឆ្នាំខ្ញុំស្ដាប់ទៅដូច AI របៀបយើងវាយអាហ្នឹងទាំងអស់ទៅហើយចេញ AI វា generate រូបភាពមកដូចវីដេអូខ្ញុំអាថ្ងៃមុននោះចេះហោះចេះអីខ្ញុំពុំទៅដល់ហ្នឹងឯងឥឡូវហ្នឹងដូចរូប profile ខ្ញុំអញ្ចឹងឃើញមានថ្មីទៅពីក្រោយខ្នងអញ្ចឹងណាAI អញ្ចឹងងាកមកវិញរឿងសឹកអាគមអញ្ចឹងសឹកអាគមគឺអញ្ចឹងអ្នកដែលនិយាយពីរឿងសឹកអាគមណាសឹកអាគមមិនមែនគ្រូអំពើធ្វើគ្នាបានហៅថាសឹកអាគមអាហ្នឹងមិនមែនទេគ្រូអំពើដូចថាអញឃើញហើយខ្លះអញធ្វើអំពើឯងងាប់មួយសិនអាហ្នឹងគេមិនហៅសឹកគ្រូអាគមទេអានេះគេហៅគ្រូសាគ្រូរបៀនពាក្យថាសឹកអាគមគឺប្រើក្បួនតម្រាទាំងអស់ក្នុងអាគមដែលមានតម្រាតាំងពីការប្រក់តបតាំងពីការច្បូចតបតាំងពីការទះតប
เตะตบตึกตบได้ตบธรณีตบปูตึกตบใส่ตบเนียงกุ้งหินตบเนียงเปรย์ตบเปรย์ตบขโมยตัวด่าตบตั้งอันนั้นบ้านหาถ้าสักอากุมเด็กน้องเลี้ยงปราศนาเจยอันนี้บอสรีภาษาเจนสีกี่หาสรีกโลเลชันวิลเบียบจังมันแกเอาชมัวท้าตำราเปรย์ปีเจยสังเกรียมอันนั้นหาแต่เปรย์ตำราเปรย์ปีเจยสังเกรียมไหมมาทำครัวกรมสะคนี้อันนั้นก็มันหาครัวมันหาสักแต่นั่นก็หาถ้าขู่จังตันยองชนะคนี้คอนดัสะสกิลคนี้ถ้าในกำรัดนาจังเตอ yes ในเรื่องระบาดลูกลูกมีแต่ปันนั่งแต่เหมือนจะบาชนะมาปอนบัวหน่อยไปมวยเชียงไปปีโปลมาบ้านปีชนะแจ้โอนแจ้ครูมีเมียนเฉินจะเนียนนั่งไงครูเมียนตะมวยนะครูเจ้าแต่ก่อนท่านยมตัวซาแต่ครูไปดามลูกคลังแต่ก่อนท่านเลยยื่นตัวเราครูคลังไอ้นะทราบเอาให้เลยก็โอ้มันดื้อยื่นเลยตีมวยพูดโพเฉินปีตนอมาจังมันจังก็เถอะจนจำกับแป๊กหลุนไอ้ได้ครูปีดามเกิดเฟื่อปีที่แกได้โยนลอยเต้ไหนเอามันเอาเต้แต่เลยสะถ้ามันโยนเมื่อดัดใบผู้สมัยเลยใจลอยแม่เน่เอาใจลอยแต่เฉินอันพอดก็เถอะแต่โยได้บ่จีได้แล้วไอ้คล้ายก็มันโยนลอยสมโตบองเฮ้ยฉลางใบยมเบียบง่ายมก็เถอะกาหาวิญญาณกับเป้อันยมเธอไม่อย่างน้องง้อโยนบางจังตำราต้องอ้อก็เวียเหมือนปากกายสะสะโดยครูปีแล้วครูปีดามนะให้แต่ลูกคลังทรายที่มวยลูกแต่น้อมบานตีปีลูกกันสัจจะเตียงตรังใบลูกเหมือนบ่มเปลี่ยนชีวิตเกมแมนให้ลูกกันรัตแต่น้อมคลังบ่พอดเรื่องเจมายเกนั่งให้ลูกแต่น้อมนะเอาจ่อแล้วดึงยมย่านะอย่างเงี้ยก็เยอะมากจังโอ้ปากกายมาเป็นนะโอนบ้านทำมาจะหนีมวยแต่ยมมือไปแต่เอามวยอะแกแท้ขู่คลังไม่กระดอยแต่ก็อาจคลังขบมนวิเชียกาบานในกดคลังตามแต่อุทธรถ้ากดคลังสไนกดแช่เฉินแต่กดจะเนียนจากสไนนั่งไงโดยถ้าขู่มือเตี้ยแช่ถึงอ๋อแต่จะเนียนจากดอยขู่คลาจะเนียนจากด่าจังเตยอันนั้นปัจจัยจังแม่นะกดแช่ปีใบจะเนียนแต่ก็มันอาจจะต้องออกขบจะเนียนต้องออกคลังขบจะเนียนบานเตยย้ำช่างมือเตี้ยถือดำราบงtayตั้งใหญ่ถ้าดำราครูเมียนเปียกุมโซดมาเหมือนดังนะดำรานั่งเชียร์สะเพอหมองหรือก่อเชียร์เปียได้ขู่ดำได้ตามบองไอ้เช่ไหมสะเพอเหรอเมียนเหม็นสะเพอยังหาสลักรัดเหรอบ้าสลักรัดแช่เลยสลักรัดยังจองเพลย์ด้วยกับปียังไงแช่ด้วยกับปีสลักรัดยังไงนั่นตำราเด็กน้องนั่งปลายเด็กน้องนั่งกระบุนเก็บปรับถ้าถือเทอมไปจะเรียบจำไปเนี้ยเด็กน้องนั่งตัวนั่งก็หาตำรายืมบางอันแต่นั่นอะไรบางอันเชียร์ซอยืมปัจจุบันหรือก็เชียร์ซอสังสกฤตตามได้ครูคลาสเรียนสังสกฤตมองเรียนซอปลายมองครูคลาสยังเรียนซอยังอ่านเอาแต่ใจสำรายยังแต่ใส่เอาแต่จำคนไอ้จังนะแต่ยมเรียนกับมันมวยถองแจบ่จังเรียนมวยครูกลมไหมกลมกันสะเพอตัวสมกอดเชื่อยมอ่ะซอกก็นักคืนก็เอาโจยังแต่ส้มบอกก็แต่ได้กลมยุ่ยสักจัดเอาก็เอายังขลุ่นไอไปคลาโอนมองใหญ่เป็นการลองเรียนหมดลูกเรียนโซดไปเลยจังอ่ะก็เลยซอกก็โซดมาเมเจ้าเต้ยังแต่ตามซัวส้มบอสเปียดบาดชื่อส้มมาแต่น้อมแต่ก็เอายังแต่ก็เอายังกอดเลยก็เอายังกอดได้นะก็เอายังเต็งตามกอดอันนี้มันประกายเดี๋ยวไปยูเตอร์จำมือเตอร์ทายยืงจิตเสด็จสนองบ้านก็ประโกนเอาจากง่ายใต้ขู่ปีดามโอ้ยจะน้อมจะตัวเซอร์ลุกเรื่องนะตีมวยลุกสมกรเหลือตะจะกาเชชายก็ได้ก็หายนะเอาcho bây giờจัดยังชายป่ามบานป่าเลี้ยเอาbây giờเชมโปทอนbây giờเชเทิมเปอร์สำหรับแกมันงวบไอ้นั่งไงจังครูปีดามแกเรื่องนะแกจะน้อมโยยังเธอเซอร์ฮะแต่หาขู่บ้านหาบองหาไอ้กับบ้านน่ะหาตัวดักขาดเธอตะขู่นี่อันนั้นเลยยังแต่ยมสู้เหมือนแต่นะเก็บประกันเดี๋ยวซาเดี๋ยวยังใหญ่gầnขู่เป็ดบองใส่จังก้อนใหญ่ปีสมัยเลยแต่ยมจังดังปีสมัยมนนะโดยท่าเลยก้อนขู่มนกรมจ้ะยังหาก้อนบองปูมิงไอ้เก็บประกันเต้อันนั้นเวลามีแปะปอนเก็บประกันเต้แต่ขอแต่ปีดามเกตลอดพายท่านลูกขู่เต้ลูกขู่ยังเต้นะได้มาท่าตามเถอะหายก็สำหรับยมแม่นะอันนี้เชียร์สไลด์สำหรับยมแม่เป็นคลักcái hai ôn rồi có lục bong rồi có lục củi chứ tam quạt hai mấy số chứ ok để ra lỡ viên cà phê nhây hưởng sâu bong cụ pet bong bi cụ pet đè hai nè cụ pet hai cụ lục cụ nè cụ ấy á ở trong cái đó dương vậy bài thơ ai mà nè tiết sải chất con vậy tới chăng á nè vì anh mình ấy thử
រឿងច្រើនណាស់តែឥឡូវវាផ្ទុះពេកទៅខ្ញុំវាពិបាកវែកញ៉ៃ អូបើខ្ញុំវិញខ្ញុំសំណូមពរបងដែលគាត់ដឹងឈ្មោះខ្ញុំវែងណាកុំហៅល្អជាងចុកមាត់ហ្មងឲ្យខ្ញុំឆ្លើយឈ្មោះខ្ញុំវែងខ្លាំង ហ្នឹងហើយ តម្រាំទៅដល់ឈ្មោះមុខទៅរិស័យហ្នឹងវាមានអី3យ៉ាងហ្នឹងមុខទៀតអញ្ចឹងអត់ទេកុំអីល្អជាង ឈ្មោះខ្ញុំក៏វែង វងសាមណេររយវតាអី នរកកិតិស័យហៅកម្ពុជារដ្ឋវងមនីរយដាវសាវឌី អីយ៉ា អេនេមខ្ញុំជាគ្រូ ហ្នឹងហើយ វែង វែងអូខេអូចាប់ដំណឹងហ្នឹងរឿងហ្នឹង បាទចប់